បាទបាទហើយអ្វីដែលខ្ញុំសូមចែកម្លែកតិចទៀតមេរៀនប្រពុតគឺជាមេរៀនអំពីធម្មជាតិចំណេះដឹងពីធម្មជាតិប្រពុតមេរៀនប្រពុតមាន3គឺបត្រៃបដកតាមជាការបត្រៃបដកមាន3មានវិន័យសតន្តនិងអភិធម្មដែលបង្រៀនអំពី3ខាងមុខដែលខ្ញុំលើកនឹងមកហើយដោយសារខ្ញុំយល់ឃើញថាលោកអ៊ំលោកពូមីងលោកយាយលោកតាឯកឧត្តមលោកជាទាវទាំងអស់មានការយល់ខុសពួកលោកយល់ថាព្រះធម៌នៅពេលដែលយើងឲ្យតែយើងស្ដាប់ឬក៏ឮដល់មិនបានយល់ទាំងអស់ពួកគាត់យល់ថាបានបនខ្ញុំចង់ដោយសារខ្ញុំយល់ថាវាសំខាន់លោកគ្រូនេះអញ្ញាតបាទអញ្ចឹងខ្ញុំសូមសួរលោកគ្រូថានៅពេលដែលមនុស្សយើងស្ដាប់ព្រះធម៌ដែលដោយមិនបានចូលឧទាហរណ៍ថាព្រះធម៌បើប្រពុតលោកទេសនាជាភាសាប្រាក្រឹតព្រោះការជំនាន់ហ្នឹងនៅទីដែលប្រពុតluônនៅគឺនិយាយភាសាប្រាក្រឹតប៉ុន្តែបន្ទាប់មកនៅពេលដែលជាការចងក្រងជាត្រៃបិដកចងក្រងជាភាសាបាលីបន្ទាប់មកបានប្រទេសនីមួយៗបកប្រែពីបាលីនេះទៅតាមប្រទេសរៀងខ្លួនទាំងអស់គ្នាអញ្ចឹងនៅពេលដែលមនុស្សយើងស្ដាប់ពធជាភាសាបាលីដោយមិនយល់នៃសេចក្តីអ្វីទាំងអស់តើវាកើនជាប្រយោជន៍ដែរទេឬបានបនដែរទេស្ដាប់ដោយមិនបានយល់អ្វីទាំងអស់បាទហើយខ្ញុំសូមសួរមួយទៀតតើការស្ដាប់ព្រះធម៌ដែលជាមេរៀនរបស់ពុទ្ធនេះភាគច្រើនយើងមើលឃើញថាមេរៀនរបស់ពុទ្ធមាន3មានបរិយ័តនិងបរិបត្តិបរិយ័តការរៀនព្រះធម៌អញ្ចឹងនៅពេលដែលយើងរៀនតែបរិយ័តស្ដាប់តែព្រះធម៌ហើយភាគច្រើនស្ដាប់ដោយមិនបានយល់ទៀតហើយអត់បានទៅបដិបត្តិតើវាកើតជាប្រយោជន៍ដែរទេហើយនឹងមួយទៀតគឺថាមេរៀនពុទ្ធត្រង់អភិធម្មដែលមាន42000បឋមខណ្ឌហ្នឹងភាគច្រើនលោកបញ្ជាក់ថាដែលអភិធម្មគឺនិយាយ5ចំណុចអភិធម្មនិយាយពីកាយនិយាយពីចិត្តនិយាយពីកាយការប្រតិកម្មរវាងកាយនិងកាយការប្រតិកម្មរវាងចិត្តនិងចិត្តការប្រតិកម្មរវាងកាយនិងចិត្តលោកត្រង់ណៃថាអាហ្នឹងទ្រាល់តែបដិបត្តិមិនយើងអាចយល់បានបើយើងរៀនតែមេរៀនទ្រឹស្ដីយើងអត់បដិបត្តិយើងអាចយល់ទេអញ្ចឹងសំណួរខ្ញុំមានតែប៉ុណ្្នឹងសូមលោកម្ចាស់គ្រូបានបកស្រាយឆ្លើយអរគុណបាទអរគុណក្នុងការយើងលើកយកពាក្យវិទ្យាសាស្ត្រមកប្រៀបធៀបជាមួយពធយើងអាចនិយាយដោយចំណែកខ្លះប៉ុណ្ណោះបើនិយាយពីការផ្គុំឡើងនៃរូបធាតុនិយាយដល់អាតូមអេឡិចត្រុងអីហ្នឹងក៏មិនតាន់អស់នៅពាក្យដែលព្រះអង្គសម្ដែងទេហើយរូបដែលយើងហៅថារូបដែលត្រូវសិក្សាហ្នឹងដូចជាវិការរូបហៅថាជាអសភាវៈរូបឬក៏អសលក្ខណៈរូបអីជាដើមហ្នឹងមិនអាចយកវិទ្យាសាស្ត្រយកមកប្រៀបបានទេអញ្ចឹងកន្លែងហ្នឹងជីវិតរូបគ្មានវិទ្យាសាស្ត្រណាពិនិត្យមើលឃើញទេអញ្ចឹងបានជាចាត់ទុកនៅក្នុងធម្មារម្មណ៍រូប12ប៉ុណ្ណោះដែលចាត់ទុកថាជារូបគ្រប់គ្រាតឬក៏អោឡារិករូបគឺបានដល់ប្រសាទរូប5និងវិសយរូប7ក្រៅពីនឹងហៅថាសុខុមរូបដូចជាអិដ្ឋិភាវរូបភាពជាស្រីនេះយើងមើលអត់ឃើញទេប្រដាប់ឆ្លោះក៏ឆ្លោះអត់ឃើញទេណាបរិស័កភាវរូបក៏អត់មានប្រដាប់វិទ្យាសាស្ត្រសម្រាប់ឆ្លោះឃើញដែរអត់ទេឃើញទេហតយវត្ថុរូបក៏អត់ដែរអញ្ចឹងត្រូវសិក្សាច្រើនទៀតក្នុងពធហ្នឹងហើយលើសពីនោះទៅទៀតពាក្យថាធាតុហ្នឹងក៏មិននៅតែលើរូបដែរដូចជានាមធាតុថាយើងសំណួរយើងសួរចំសំណួរវិធាតុ18យើងចែកមើលចក្ខុធាតុរូបធាតុចក្ខុវិញ្ញាណធាតុអញ្ចឹងនៅក្នុងវិទ្យាសាស្ត្រអត់មានរបស់ណាមួយឆ្លុះឃើញចក្ខុវិញ្ញាណធាតុទេឃើញទេអត់មានទេណាយើងព្យាយាមទាញបញ្ចូលបានប៉ុន្តែត្រឹមតែមកស្របគ្នាប្រហែលគ្នាអត់បានហើយរហូតដល់គេថា Buddhism is science ពុទ្ធសាសនាគឺជាវិទ្យាសាស្ត្រអីហ្នឹងអាហ្នឹងជាថាបានអញ្ចឹងទៅប៉ុន្តែ concept completely different
từ đáy cứ khó khăn cứ chia xa ăn miên mía kia lẻ cái lẻ chia xa mình đấy bị chia xa ăn miên mía kia lẻ cái lẻ đôi tầm nơ họ ngay nó bạn dân trui họ ngay nó khi ông tầm ôn pet oi mơ ai cả xa đôi giờ chừng ngữ autism ấy họ ngay nó đôi xa ta ca can lang để phiếp tầm nơ bảo về chia xa nó này để tràn làng vì chia xa khla này ở vụt này ấy để dân khoa lò ngày đó rồi bòn ôn sim thằng lấy cật bánh áp xanh pol nó men Buddhism ấy cứ bị chia xa thừa năng cả chân concept của bảo về chia xa admin eliminate defilement này admin cắt bật thoi cái lại hay miền tại bằng cái cái này hay mình giang tiết riêng đạp thua mình bạn để bắt ấy ní là dân cơ tê còn tay thua tặng lái cao pi bạch chay chẳng á nơi khung miền tây bạc mờ khung bạch trai biển đó lấy xài sập muối tầm po tí học sập cuộn bong sầm đại pi nẹt đạp thua bay giàn nhầm tâm dây ngày môn mình trăm tầm bố đó mình không trăm ná đấy tâm dây ngày môn tâm an ngày môn bất là mình trăm chơi sẽ đạp nó được chơi sao chẳng này bong đại tha nẹt sẽ đạp thua cao chưa phải giỏi được ớt ôn xua mấy đứa cặp bóng đấy xua tha sẽ đạp mình vô cao chưa phải giỏi được ớt thua để sẽ đạp nắng về trời miền lẹ khăn tiền tôiแต่thua nắng miền lầm o bạt đám lầm o bạt cẩn đá lầm o bạt chồng năng để thua để trời sẽ đạp cao bản nhà nắng mình ơi ta sẽ đạp tha thua nắng sẽ đạp cao bản nhà đây cứ tôi là thua nắng tham mà cái thực sản đấy miền lầm o bạt đám lầm o bạt cẩn đá lầm o bạt chồng bà ở miền lầm o bạt đám bạt cẩn đá bạt chồng thế sẽ đạp tới cao bản nhà đây bị tha lầm o bạt đám bạt cẩn đá bạt chồng nắng ada cái tha lúc bình trẻ tha xây lăng tị sල් chia khẳng đám samadhi mạch chề mạch chẳng samadhi chia cần đá vipassana rồi có bạch nhà nó chia bạ để giàu sàn cứ sl chia khẳng đám samadhi chia khẳng đá bạch nhà chia khẳng chồng ở đằng này mà già chẳng thôi mà cái thực cái ná đây sầm đáy đòi miên lồng o tăng bị sl samadhi bạch nhà máu nó sầm đáy tam lồng an nó bàn hai tha thom mẹ đây sầm đáy tới đòi tê ná đó bị thà lồng o không sa ná nó miên pi lồng o đòi tê ná lồng o đòi sa sanh thọ cứ chỉ tua của Phật sát na tê ná thọ đây lồng o miên lệ cả nạ bảy lồng o ti mũi này tê ná thọ tê đòi bằng đòi bắt đám đòi sal samadhi bạch nhà không nặng nâng mùi tiết ban này giấy bẹ quan nâng của vợ riêng ra chỉ chia đọ ấy chập đám chi này tiến chưa lồng o bắt đám anu santhi chưa lồng o bắt cần đá conclusion bên chóp chưa làm bật chồng nó mùi tiệt bà tê na năng miên tràn anu santhi đám chưa làm bật đám anu santhi bà to mà tiết chưa làm bật cần đá anu santhi chồng kế chưa làm bật chồng chắc nè sẵn đánh thốt trâu vô cho bác biển nằng đâm bấy bắt đo tên ở đây lõ đo nè sẽ đạp nằng miên bảy chẳng thô đã lõ miên bảy nằng bạn sẽ đạp cao tại nhà bà ọtประกอบ đời ông bay nằng tế thô sẵn đánh tới nó mình ái thôi nè sẽ đạp cao tại nhà tế ri ai lồng oในศาสนาทั่วมีวิธีแกะหนังนี้หรือก็ปรณีปรำลมอบอกพุทธศาสนานะมีปรำตีมวยลมอบัดดามในบอกพุทธศาสนาคือดอยสัลสมาธิปัญญานั่งไอ้บ่าดอยสัลสมาธิปัญญานั่งไงจังไปจองโจลตัวดอลบอกพุทธศาสนาเมนเตนนั้นcứ tôi tại ở khơi sal samadhi bạch nhà ăn miên tôi khơi ta đi phơi chết ta nó phơi cho hay một cô này ta phốt sát năng chanh cho ăn thế ăn chăng thế năng này hay dớn tôi vót khơi ta hình giấy nè hay một giấy tôi vót đi căn lôi vót nô ăn căn lôi khơi này chăng ăn khơi sal samadhi bạch nhà dân ăn khơi nhà này tipi cô này phốt sát na tipi samadhi chia khẳng đám vipassana chia cần đá mẹ chia khẳng chồng Purania bài tí bấy Vipassana chia khẳng đám mẹ chia khẳng đá Paul chia khẳng chồng
ឃើញទេពរនីមួយយ៉ាងទៀតមគ្គជាខាងដើមផលកណ្ដាលនិព្វានជាខាងចុងពរនីមួយយ៉ាងចុងក្រោយគេសមាសិលសមាធិជាខាងដើមវិបស្សនាមគ្គជាកណ្ដាលផលនិព្វានជាខាងចុងអញ្ចឹងបើចង់ឲ្យឃើញទៅដល់ពុទ្ធសាសនាគឺត្រូវសិក្សាឲ្យដល់ទៅហ្នឹងអានឹងបានយល់ច្បាស់បើទៅឃើញតែតាវត្តយាយវត្តទេឈឺក្បាលហ្នឹងរឿងមនុស្សរឿងឈឺក្បាលតាចង់រៀនទៅស្រឡះចិត្តទល់ក្របស្ដាប់ធម៌មិនកើតបញ្ញាទេខ្ញុំចង់និយាយនៅមួយទៀតស្ដាប់ធម៌ដែលកើតបញ្ញាមានលក្ខណៈ3តែស្ដាប់អ្នកទេសនាដែលមានលំអទាំង3ហ្នឹងផងបើទេសអត់មានលំអ3ហ្នឹងទេទៅស្ដាប់មិនក៏អត់កើតបញ្ញាដែរអញ្ចឹងបងថាអ្នកស្ដាប់មាន3ប្រភេទប្រភេទទី1ស្ដាប់ដោយក្អមផ្កាប់អញ្ចឹងដោយក្អមផ្កាប់អញ្ចឹងក្អមផ្កាប់ដែលយើងយកទឹកយកទៅចាក់ចូលទៅក្នុងហ្នឹងអត់ទេអញ្ចឹងព្រះអង្គថាអ្នកស្ដាប់ហ្នឹងអត់យកចិត្តទុកដាក់អត់ធ្វើទុកក្នុងចិត្តដោយយកចិត្តទុកដាក់គណៈស្ដាប់ហ្នឹងហើយក្រោកចេញទៅក៏មិនដឹងគេនិយាយអីដែរហ្នឹងមួយហ្នឹងក៏អត់កើតបញ្ញាទី2អ្នកស្ដាប់ធម៌ដូចថ្នាក់លិចថ្នាក់ដាច់បានខ្លះឧទាហរណ៍គណៈស្ដាប់អញ្ចឹងជាស្ដាប់យកចិត្តទុកដាក់ដឹងថានិយាយអីអញ្ចឹងទៅដល់ពេលចេញទៅក៏ហីទៅនិយាយអីនិយាយទៅហើយអាហ្នឹងដូចបងឧទាហរណ៍ថាដូចអ្នកដែលចងថ្នាក់ឲ្យដាក់របស់ហូបនៅលើភ្លៅអញ្ចឹងមកចិត្តតែហូបទៅដល់ពេលក្រោកដើរទៅអាថ្នាក់ហ្នឹងវាលិចអស់ទៅអញ្ចឹងឯងយើងស្ដាប់ច្រើនដូចថ្នាក់លិចឯងហ្នឹងហើយអ្នកស្ដាប់ប្រការទី3ឈ្មោះថាជាអ្នកប្រតិបត្តិនៅធម៌សំគួរដល់ធម៌តើដូចម្ដេចប្រៀបដូចជាក្អមផ្ងាឃើញទេគណៈស្ដាប់ក៏យកចិត្តទុកដាក់ដោយល្អក្រោកទៅហើយក៏យកពាក្យដែលបានស្ដាប់យកទៅពិចារណាដោយល្អបុគ្គលនេះឈ្មោះថាជាអ្នកមានប្រាជ្ញាដ៏ប្រពៃឈ្មោះថាបានប្រតិបត្តិនៅធម៌សំគួរដល់ធម៌អញ្ចឹងណាបាទអានឹងទៅអានបន្ថែមខ្លួនឯងទៀតបាទនៅបេដកលេខ41ហើយខ្ញុំបញ្ជាក់បន្តិចទៀតថាយើងជួនកាលចេះថាមិនប្រតិបត្តិអាការដែលយកធម៌យកទៅសង្កេតយកទៅពិនិត្យក្នុងប្រចាំថ្ងៃនឹងហើយដែលឈ្មោះថាជាការប្រតិបត្តិធម៌សំគួរដល់ធម៌ដែលព្រះអង្គបញ្ជាក់នៅក្នុងពាក្យនៃបត្រៃបិដកហ្នឹងតែម្ដងបាទប៉ុន្តែដែលថាស្ដាប់អត់ប្រតិបត្តិហ្នឹងច្រើនតែស្ដាប់ពីលក្ខណៈខាងដើមស្ដាប់អត់យកចិត្តទុកដាក់ហ្នឹងមួយហើយស្ដាប់បានតែពេលស្ដាប់ហើយហ្នឹងមួយអាហ្នឹងឈ្មោះថាអត់បានប្រតិបត្តិទេតែបើយកទៅដាក់ក្នុងចិត្តយកទៅ apply រាល់ការងារពេលនិយាយឧទាហរណ៍យើងស្ដាប់ពីសម្មាវាចាអញ្ចឹងទៅវាមិនមែនសម្មាវាចាកើតតែពេលនៅនិយាយគ្នានឹងណាពេលយើងទៅធ្វើការយើងដោះស្រាយជាមួយបុគ្គលិកជាមួយអ្នកជំនាញចរចារបស់យើងថាត្រូវនិយាយយ៉ាងម៉េចហ្នឹងឯងជាការបដិបត្តិធម៌ដែលបានផ្ទុនពីបរិយ័តហ្នឹងទៅបាទដូចជាបុគ្គលមានក្អមផ្ងាហ្នឹងឯងបាទចេញអរគុណគ្រូសម្រាប់ការបកស្រាយល្អមែនទេអរគុណសូមជ័យសូមក្រាបថ្វាយបង្គំព្រះធេរានុធេរៈគ្រប់ព្រះអង្គសូមគោរពលោកម្ចាស់គ្រូសូមគោរពលោកជំទាវទាំងពីរសូមគោរពបងប្អូនទាំងអស់ដែលជាអ្នកមកស្ដាប់ព្រះធម៌នៅថ្ងៃនេះនាងខ្ញុំមានសំណួរពីរទី1គឺតកតងជាមួយនឹងពុទ្ធប្រវត្តិយើងបានឃើញថាមានភិក្ខុនីជាច្រើនអង្គហើយតើនៅប្រទេសកម្ពុជាយើងមានវត្តណាដែលមានបដិមាកររូបភិក្ខុនីដូចជាព្រះនាងបដិជាកោតមីជាដើមហើយតើនៅប្រទេសផ្សេងដែលកាន់ព្រះពុទ្ធសាសនាមានបល្ល័ង្កដែលមានរូបភិក្ខុនីឬអត់មានទេហើយតើភិក្ខុនីក្នុងសម័យពុទ្ធកាលហ្នឹងមានប៉ុន្មានអង្គសូមលោកគ្រូម្ចាស់គ្រូជួយរៀបរាប់សូមអរគុណភិក្ខុនីអីភិក្ខុនីយើងអានជាសម្រាយខ្មែរយើងថាភិក្ខុនីយ៉ាងណាភាសាខ្មែរបាលីយើងកាលណាអខោសៈនៅខាងដើមវាទម្លាក់ខោសៈហ្នឹងមកតាមភិក្ខុនីបាទហើយសួរខាងដើមមិញស្ដាប់អត់សូវបានហើយចំនួនសួរថាការសម័យព្រះអង្គមានប៉ុន្មានខ្ញុំអត់ដឹងទេហើយតើវត្តនៅក្នុងប្រទេសកម្ពុជាមានវត្តណាដែលមានបដិមាករភិក្ខុនីអត់ដឹងទៀតអត់ដឹងមែនដល់សួរក្រសួងធម្មការហ្នឹងក្រសួងធម្មការគាត់ធ្វើការខាងហ្នឹងនិយាយមែនទេមិនយករួចខ្លួនទេគឺអត់ចេះហ្មងហ្នឹងអត់ដឹង
ចឹងសំបីនៅភូមាឬនៅអូស្ត្រាលីលោក អាហ្នឹងក៏អត់ដឹង ម្ ទេ ចាស់អត់ដឹងអញ្ចឹងសំណួរខ្ញុំម្ចាស់សំណួរខ្ញុំគឺអត់មានចម្លើយ ហ្នឹងហើយគឺសំណួរអត់ដឹង អរព្រឹកគុណ ជាដំបងខ្ញុំសូមគោរពព្រះរតនត្រ័យកែវទាំង3ដល់ដងម្ដងសូមគោរពលោកគ្រូម្ចាស់និងព្រះសង្ឃដែលមានវត្តមាននៅទីនេះសូមគោរពសូមគោរពលោកគ្រូសានសុជាសូមគោរពលោកជំទាវទី1បាទនិងញាតិព្រះធម៌ទាំងអស់គ្នាដែលមានវត្តមាននៅទីនេះសូមអរគុណខ្ញុំមានសំណួរមួយចង់សួរលោកគ្រូសានសុជាដោយថាប្រទេសកម្ពុជាយើងឥឡូវកំពុងតែមានបញ្ហាជាមួយប្រទេសជិតខាងហើយទោះបីជាមានការខិតខំប្រឹងប្រែងតាមមធ្យោបាយមិនប្រើអំពើហិង្សារបស់រាជរដ្ឋាភិបាលយើងដោយប្រើការអត់ធ្មត់ជាវិធានការក៏ប៉ុន្តែមានព័ត៌មានជាច្រើននៅក្នុង Facebook TikTok ប្រព័ន្ធ social media ដែលបើកបង្ហាញពីការក្តៅក្រហាយពេញចិត្តមិនពេញចិត្តនឹងជាពិសេសវិរៈកងទ័ពដែលគាត់ជាប់នៅជួរមុខនឹងបានចាប់ខ្លួននៅប្រទេសជិតខាងរបស់យើងហ្នឹងចឹងហើយប្រជាជនមហាជននៅក្នុងប្រទេសកម្ពុជាយើងគឺគាត់ម្នាក់បើកព័ត៌មានបើកទៅគឺមិនជាសบายចិត្តប្រមាណទេមានភាពអាណិតទៅមានភាពខឹងទៅជាច្រើនអញ្ចឹងសំណួរខ្ញុំទៅកាន់លោកគ្រូសានសុជាគឺថាតើយើងចម្រើនគួរចម្រើនធម៌អ្វីដែលធ្វើឲ្យចិត្តយើងស្ងប់ទី1ទី2ប្រទេសដែលមានពុទ្ធសាសនាដូចគ្នាយើងគួរធ្វើមិនធ្វើដូចម្ដេចដើម្បីដោះស្រាយហើយមួយទៀតប្រកបណាស់ជីវិតមនុស្សមិនថាប្រទេសកម្ពុជាឬក៏ប្រទេសណាក៏ដោយគឺជីវិតមនុស្សមានតម្លៃណាស់តើយើងគួរតែស្អប់គ្នាទៅវិញទៅមកឬក៏យើងគួរដោះស្រាយគ្នាក្នុងរបៀបណាជាពិសេសពេលលោកគ្រូដោះស្រាយជាភាសាខ្មែរយើងអាចឲ្យមហាជនខ្មែរយើងបានដឹងបានឮនឹងមានភាពត្រជាក់ចិត្តទោះបីជាប្រជាជនប្រទេសជិតខាងគេស្ដាប់មិនបានភាសានេះក៏ដោយក៏ប៉ុន្តែប្រជាជនប្រទេសខ្មែរយើងអាចស្ដាប់លោកគ្រូនិយាយបានបាទអរគុណលោកគ្រូបាទតាមពិតក៏យើងមើលឃើញដែរថាថ្នាក់ដឹកនាំយើងមិនបាននៅស្ងៀមទេថ្ងៃមុនខ្ញុំឃើញដាច់យុជាមួយលោកទេវបានជួបជាមួយក្រុមគ្រួសារនៃវីរៈកងទ័ពរបស់យើងប៉ុន្តែចេះការដោះស្រាយថ្នាក់ជាតិវាមិនអាចតាមចំណង់ដែលយើងចង់ភ្លាមសូម្បីតែយើងដោះស្រាយរឿងគ្រួសារយើងហ្នឹងខ្លះមួយជីវិតហ្នឹងនៅតែពិបាកមែនទេអានេះខ្ញុំមិនមែននិយាយថាកាន់ជើងអីទេតែវាជាការពិតការចាប់ចំណាត់ខ្មាំងយើងមើលដូចកុំថាឡើយយើងប្រទេសយើងដែលរៀងទុនខ្សោយជាងអ្នកជិតខាងសំបីនៅអ៊ីស្រាអែលដែលត្រូវពួកប៉ាឡេស្ទីនចាប់ទៅតាំងពីឆ្នាំមុននោះសម្រាប់អស់រាប់ពាន់នាក់ហើយចាប់ចំណាត់ខ្មាំងប្រមាណ100នាក់ហ្នឹងមកដល់ពេលនេះក៏នៅតែដោះលែងមិនតាន់អស់ដែរថ្ងៃមុនឃើញដោះ3នាក់ទៀតនៅរាប់សិបនាក់ទៀតនឹងអ៊ីស្រាអែលខ្លាំងផងចឹងដូច្នេះអាកិច្ចការទាំងអស់ហ្នឹងវាហួសវិស័យខ្ញុំគិតកន្លែងហ្នឹងខ្ញុំក៏ចេះតែតាមដានមើលចឹងដែរបាទហ្នឹងហើយយ៉ាងណាខ្ញុំក៏នៅតែគ្រប់គ្រងវប្បធម៌អហិង្សាហើយនឹងការចរចាខ្ញុំនៅតែគ្រប់គ្រងកន្លែងហ្នឹងជាងការយើងចេះតែបន្ទោសថាគេមើលងាយយើងដល់ប៉ុណ្ណឹងមិនក៏យើងមិនដាក់វិញអីចេះចុះខ្ញុំគិតថាដាក់ទៅវាគ្រោះជាងហ្នឹងវាធ្ងន់ជាងហ្នឹងមែនទេ
មែន ព្រោះអាវុធឥឡូវធំធំយើងពឹងអន្តរជាតិក៏ពឹងហើយខ្ញុំក៏អដែរប៉ុន្តែអន្តរជាតិក៏មានប្រទេសរបស់គេដែរសង្គ្រាមនៅយូក្រែនមកដល់ថ្ងៃនេះ 3 ឆ្នាំទៀត ប្រហែលឆ្នាំហើយ ជាង 3 ឆ្នាំ ថ្ងៃមុនឃើញព័ត៌មានវិទ្យុខ្មែរបារាំងផ្សាយខាងយូក្រែនស្លាប់អស់កងទ័ព100,000នាក់ជាងហើយនៅរបួសច្រើនសែននាក់ទៀតនេះមិនតន់និយាយពីទ្រព្យសម្បត្តិដែលអស់ផងកំភ្លើងមួយគ្រាប់ដែលបាញ់ទៅសិតជីងលុយទាំងអស់ឃើញទេថ្ងៃមុនឃើញត្រាំចង់កងេកងុយកាត់យកស្អីអស់ប្រមាណនោះដូច្នេះមួយគ្រាប់សរុប$1,000,000ធំហ្នឹងហ្នឹងហើយអញ្ចឹងខ្ញុំសម្រាប់ខ្ញុំក៏តាមដានហើយខ្ញុំគ្រប់គ្រងវប្បធម៌សន្តានាហើយនឹងការចរចាហ្នឹងហើយតែបើថ្ងៃក្រោយទៅវាមិនទៅទៀតអាហ្នឹងតាមតំណើអញ្ចឹងទៅប៉ុន្តែមិនមែនថាទាល់តែយើងទៅច្បាំងយកមក18នាក់ហ្នឹងបានឈ្មោះថាយើងស្រឡាញ់ទេអត់ទេហើយខ្ញុំក៏ជឿជាក់ថាដែលយើងមិនច្បាំងហ្នឹងមិនមែនថាថ្នាក់ដឹកនាំមិនគិតទេខ្ញុំឃើញដាច់យុដូចឡើងស្កូវច្រើនជាងខ្ញុំបាទនឹងមិនស្រួលមែនទេបាទហើយតើមេគាពធជួយសម្រួលចិត្តយើងយ៉ាងណាខ្ញុំគិតថាស្របពេលដែលស្រុកទេសយើងមានសភាពវឹកវរផ្នែកជេរដែនយ៉ាងហ្នឹងអ្វីដែលសំខាន់គឺការប្រព្រឹត្តពធនឹងកាន់តែមានសារៈសំខាន់តិចច្រើនក៏ត្រូវតែប៉ះពាល់ទាំងផ្នែកសេដ្ឋកិច្ចទាំងការងារទាំងតំណែងតំណងអីវាត្រូវតែប៉ះពាល់ហើយបើផ្លូវចិត្តរបស់យើងខ្សោយទៀតអានឹងកាន់តែវឹកវរយើងម្នាក់មិនមានទួនាទីជាអ្នកគ្រប់គ្រងប្រទេសក៏ដោយក៏មានទួនាទីគ្រប់គ្រងនគរកាយនៅក្នុងពធណានៅក្នុងពធលោកឧបមាថាខ្លួនយើងនេះជានគរកាយដែលមានព្រះរាជាមួយអង្គឈ្មោះប្របាទចិត្តរាជចិត្តរាជគឺចិត្តយើងហ្នឹងហើយនគរហ្នឹងមានផ្ទៃដីប្រមាណជាប្រវែងមួយព្យាមទៅតឹងមហាត់កម្រាស់មួយចាអាមជាងទៅវិញវាស់មើលត្រូវអត់ហ្នឹងហើយនគរមួយហ្នឹងហៅថានគរកាយហើយនគរហ្នឹងមានទ្វារ9ទ្វារ9មកកណាត់លើនេះទ្វារ7ហើយភ្នែក2តិច2ច្រមុះរុន2មាត់1ខាងក្រោមទ្វារ2ទៀតណាហើយមានប្របាទមួយអង្គឈ្មោះប្របាទចិត្តរាជជាអ្នកគ្រប់គ្រងគឺចិត្តនឹងឯងហើយដែលមានរាជអាមាត្យអ្នកធ្វើការជាមួយស្ដេចហ្នឹង52នាក់ដែលចែងជា3ក្រុមអញ្ចឹងណាមានក្រុមខាងអាក្រក់ហើយមានក្រុមខាងល្អមានក្រុមចាំតាមគេណាខាងណាខ្លាំងទៅខាងហ្នឹងអញ្ចឹងណានៅក្នុងចេតសិកតិចយល់អីផ្សេងណាចេតសិកដូចជាអកុសលចេតសិកហ្នឹងដូចមន្ត្រីអាក្រក់ក្នុងចិត្តហ្នឹងណាហើយក្រុមមន្ត្រីល្អមាន25ហៅថាសោបនៈចេតសិកមានសទ្ធាសតិហេរិអត្តបៈអីជាដើមហ្នឹងហ្នឹងហើយមាន13ទៀតហ្នឹងអត់ទេអត់ច្បាស់ខាងណាទេខាងណាខ្លាំងទៅខាងហ្នឹងហៅថាអញ្ញសមានាហើយលោកបញ្យល់ថាកាលណាបើព្រះរាជានឹងបានអនុសាសន៍អំពីមន្ត្រីល្អព្រះរាជានឹងសម្រេចបតីត្រូវធ្វើឲ្យនគរនឹងរុងរឿងកាលណាព្រះរាជានឹងត្រូវបានមន្ត្រីអាក្រក់14នាក់នឹងចាក់ចុចទៅព្រះរាជានឹងសម្រេចចិត្តខុសធ្វើឲ្យនគរនឹងមិនរុងរឿងទេនគរកាយហ្នឹងណាហ្នឹងហើយមន្ត្រី14នាក់ហ្នឹងវានឹងញុះញង់ឲ្យទៅធ្វើអាក្រក់តាមទ្វារកាយតាមទ្វារវាចាតាមទ្វារចិត្តហ្នឹងហើយមន្ត្រីល្អនឹងឲ្យអនុសាសន៍ឲ្យជាប្រឹក្សាយោបល់ឲ្យធ្វើល្អកាយតាមវាចាតាមចិត្តទោះជារឿងកើតឡើងយ៉ាងណាក៏ដោយក៏រឿងទាំងអស់នោះវាមកតាមភ្នែកតាមតិចតាមច្រមុះតាមអណ្ដាតតាមកាយតាមចិត្តដែរហ្នឹងហើយដូច្នេះ
ក្រៅពីការងារគិតគូររឿងស្រុកទេសហើយកុំភ្លេចការងារគិតគូរព្រំដែនរបស់យើងគឺព្រំដែនភ្នែកតិចច្រមុះអណ្ដាតកាយចិត្តមែនទែនទៅការទូនមានអប់រំផ្លូវកាយវិជាចិត្តនេះមិនចាំបាច់ទល់តែស្រុកកាត់សង្គ្រាមទេពេលណាក៏ដោយគ្រប់ពេលហើយមិនមែនថាទូនមានហ្នឹងសម្រាប់ទប់ទល់ពេលមានសង្គ្រាមឬក៏ពេលអត់សង្គ្រាមអត់ទេពីព្រោះពេលណាចៅខាងក្រៅអាចមានពេលមកអាចមានពេលឈប់ប៉ុន្តែចៅខាងក្នុងនេះមកអត់លះហើយមែនទេមានរឿងខ្លះពិបាកជាងសង្គ្រាមជ័យដែននឹងទៀតសម្រាប់យើងម្នាក់ណាដូចអ្នកមកជួបខ្ញុំព្រឹកមិញអញ្ចឹងនោះមិនមែនជាសង្គ្រាមជ័យដែនទេគឺសង្គ្រាមផ្ទៃក្នុងផ្ទៃគាត់នេះហ្នឹងហើយប្តីមានខាងក្រៅពី3នាក់ទៀតអានេះគ្មានអាណាវ័យទេតែខាងក្នុងនេះហើយទៅច្បាំងមួយណាគេអាហ្នឹងអាចកើតមានទេតិចខ្ញុំមើលមុខមានដែរចុះហ្នឹងហើយអញ្ចឹងសេចក្តីទុកមាន2គឺទុកផ្លូវកាយហើយនឹងទុកផ្លូវចិត្តដូចខ្ញុំផ្ដើមពីខាងដើមអញ្ចឹងថាទោះជាមានពេលខ្លះយើងរស់នៅក្នុងប្រទេសសុខសន្តិភាពយ៉ាងណាក៏ដោយប៉ុន្តែបើមិនទូនមានចិត្តនេះឲ្យល្អទេអាចកើតក្តៅកាហាយនៅពេលដែលស្រុកសន្តិភាពនឹងឯងហ្នឹងហើយប៉ុន្តែការដែលអប់រំចិត្តបានល្អព្រះអង្គសម្ដែងចេះទៅវិញថា yes មង្កតេសេកបេតវាសੰអ្នកដែលមានចិត្តអប់រំបានល្អហើយទោះរស់នៅកន្លែងណាតំបន់ណាតែងធ្វើកន្លែងនោះស្រុកនោះឲ្យល្អដូចជាភមរៈជាតិទៅក្រេបផ្កាណាតែងតែធ្វើផ្កាហ្នឹងឲ្យល្អឡើងចេញផ្លែដោយល្អហើយភាពស្មោះត្រង់ការអនុវត្តតាមកម្មបត្តិហ្នឹងខ្ញុំគិតថាសំខាន់ណាស់ហើយបើស្រុកកាន់តែកលយុគការអនុវត្តពធក៏កាន់តែសំខាន់ទៀតពីព្រោះអីនៅពេលដែលស្រុកកាន់តែលំបាកដោយពាក្យគេថាចេះមិនឈ្នះចង់ត្រង់មិនឈ្នះតល់មានពេលខ្លះយើងនិយាយថាសត្រូវខាងមុខសនុកតែសត្រូវពីក្រោយពិបាកឧទាហរណ៍ថាបងប្អូនវិរៈកងតបចុះគាត់អាឡ័យទៅទប់ទល់ឯណោះឯនៅនេះគេលួចស្អីផ្ទះគាត់អស់អាហ្នឹងអាក្រក់ជាងសត្រូវខាងមុខទៀតណាមែនទេអញ្ចឹងមិនមែនមានភារៈតែវិរៈកងតបទេយើងខាងក្រោយក៏មានភារៈត្រូវតែច្បាំងជាមួយនឹងកិលេសក្នុងចិត្តរបស់យើងកុំប៉ះពាល់ទ្រព្យសម្បត្តិគាត់ឃើញទេនឹងមិនត្រឹមតែមិនយករបស់គាត់ទេជួយការពារទៀតអាហ្នឹងសំខាន់ណាស់ហ្នឹងហើយហើយលោកគាត់មកវិញទៅច្បាំងមកវិញគេយកអស់លីងអាហ្នឹងមានទឹកចិត្តទៀតទេអត់ទេដូច្នេះយើងទាំងអស់គ្នាសិតតែមានកាតព្វកិច្ចដើម្បីភាពសុខដុមរមនាក្នុងសង្គមវាផ្ដើមឡើងដោយទាំងអស់គ្នាដោយសំណួរបងអូនខាងដើមមិញសួរតែខ្ញុំត្រូវយកកូនប្រមាណហ្នឹងស្រុកយើងមិនអាចរីកចម្រើនដូចខ្ញុំមានកូនច្រើនទេហ្នឹងហើយគឺត្រូវការប្រជាជនល្អភាពស្មោះត្រង់ការចេះស្គាល់គ្នាយោគយល់គ្នាហ្នឹងសាមគ្គីក្នុងសហគមន៍នឹងឯងពីព្រោះមិនមែនថាវាមិនមែនជាការងាររបស់យើងអ្នកគ្រប់គ្រងប្រទេសផងយើងទៅខ្វល់អីរឿងហ្នឹងយើងមិនអាចនិយាយចឹងបានទេការដែលយើងគ្រប់គ្រងគ្រួសារឲ្យបានល្អគ្រប់គ្រងកាយវិជាចិត្តរបស់យើងឲ្យបានល្អហ្នឹងគឺកាត់បន្ថយភាពរវល់របស់អ្នកដឹកនាំច្រើនណាស់ប៉ុន្តែបើយើងគ្រប់គ្រងកាយវិជារបស់យើងម្នាក់អត់បានល្អកាន់កំភ្លើងញ៉ៃដើរវៃដើរកាប់ដើរចាក់វាផ្ដល់ភាពញ៉ៃដល់សង្គមទេញ៉ៃណាយើងមិនពិចារណាយើងអត់ជ្រះថ្លានឹងអ្នកមានសិលទេតែបើយើងសិក្សាបន្តិចបើយើងជ្រះថ្លានឹងអ្នកមានសិលលោកម្ចាស់គង់ស្ងៀមចឹងមែនតែលោកអត់មានផ្ដល់ភាពរញ៉េរញ៉ៃដល់យើងទេឃើញទេរហូតដល់ព្រះអរហន្តខ្លះលោកទៅសិក្សាលោកទៅប្រតិបត្តិទៅលោកក្នុងព្រៃយូរលោកចុះមកម្ដងគេជ្រះថ្លាគេអបអរសាទរគេថ្វាយបង្គំអាម៉េចគេទៅជ្រះថ្លាថ្វាយបង្គំចឹងលោកមិនមែនអត់ការងារទេលោកមានការងារគឺច្បាំងកលេសក្នុងចិត្តរបស់លោកហ្នឹងហើយលោកមិនមែនបានតែភាពតិចនៅក្នុងប្រតិរបស់លោកទេលោកផ្ដល់ភាពញញឹមលោកផ្ដល់ភាពសុខដុមរមនាដល់អ្នកដែលធ្វើទានជាមួយលោកទៀតឃើញទេហ្នឹងហើយអញ្ចឹងបានខ្ញុំតែងតែប្រៀបធៀបថាប្រជាជនម្នាក់មនុស្សម្នាក់មិនមែនចំការទាំងមូលទេក៏ប៉ុន្តែចំការទាំងមូលវាកើតពីដើម
đầm nằm mùi nằng ai nằng miên pe khla dương con để thôi chưa phục lọ mà nè thôi chưa pha mây lọ mà nè có chúng ta cùng phong ta tầm lẹ cao sẽ ca lọ châu không sùng cung nằng ai chẳng á mình tôi là căn cặp lương khủng cái này bạn chúng ta sana ha chia thế con đã thôi phục lọ mà nè tu miên ọp rong côn ở côn đọc ban lọ côn nâng khai chia so trung bỏ chuyện ngay khỏi khi sao để chỉ ca chui chia đấy nick chỉ ca vô khơi bọc nhom chặt nè ọt cùi bờ sân 3 tháng bờ nhom chuyên vô ròn trai ở thế nhom kịch bờ nhom chỉ nẹn vậy thôi kịch thầm phần nắng trong một vậy mẹ buộc nhom ọt miên ở cả thôi vô ròn trai nhom đầm bàn thầm nẹn vậy thôi nhom vậy thôi cứ thôi ấy đại ai phơ từ bàn Presama Samput oi kịch nơi không vi sai cái này rương lọ panna cái đó bờ cút hôn vi sai chắc chỉ rương mình bàn cả chẳng á con oi kịch nơi không rương vi sai đôi khi vi sai pram ấy à kịch thấy thơm cao đó kịch thấy tôm đó con oi kịch để tim mưa put từ vi sĩ giao put từ vi sai ta của ông năng miên phải nhai nhân panna dương từ step phải nhai của ông mấy riêng ta cầm bọt đọm trẻ con trong đằng của ông panna cái nhá bọn ta tầm coi cất vô nó chuột tivi chiên là vì gì giao vì say nè ban chiên chạy para rất anh chạy tao kê giang na anh năng mến vì say bao giờ này ti bay lô cái chân đà mới này cất vì say lô đi lô năng nêm ti một phật trăm na chương mấy trăm na cất ọt phải giàu hay mùi tiết phà lạ vì bà cầm mang nó cứ phò vì bà bỏ cầm chẳng mau bị ba ai mau bị cầm ai coi vô stress cầm ai nhom thơ ta là mấy cái đây miên sấy stress nó nhung khơi chở nè cái đấy cất sao đứa ngót cô cất tích thử chờn nè này hay thơ là hay mấy cái che thành chân từng phê xa này bừng mình thơ là ban là nó biết nó trơ anh bên đây không hề cứ vì ban là nó ngay vì miên mình là oi nè bên tay đại xa dương phơ lọ dương trong đô mà vinh hay vì đôi trong dương tha phơ lọ ở bàn tam bất lọ ấy nè Presama Samput bong sầm này ta thang sunak khát tăng sầm men cả leng sập phê tăng sập hột để tăng sập cái nào sầm hột tao chạ sử dụng thang prem mà chạy sóc pel na để sát tầng lai phơ lọ đòi cai về cha chất pel nút cứ chiên là khát từ rất lọ chỉ pel plư xoang lọ chỉ pel này ở rôn ra lọ chiên là khát từ rất lọ tiền nhé ôi ta lọ phơ lọ hay lọ mền nọt và có tết thật phơ lọ bơ lọ cứ lọ hai bên tay đại sai dân phơ lọ dân thay dân phơ lọ tay dân sừng công phò tia từ bậc kênh cho han lô cho sừng không tha từ với Rosi miền ban này chẳng ai lô mình nè hay ra nhật ấy miền nè khăn tim sai ná từ bậc kênh lối trôi lụa đầy đạch trong lụa đầy đạch với cô tôi nè sai mình chỉ cầm mình này nó cái kia nó không rương này nè tăng bất phơi lõ cứ lõ hai tay dương mình toàn vô thật sự đây lõ cứ dạng này ưu tiên họ thà chất việc bồng rong bạc căn cả là vấn đề cái là kinh tích đích ngày muôn nhom chỉ môi côn chẳng nhom đã cái hàng lơ chẳng tới anh cuối nhom bị chọc hà đặc biệt nhom cái phơi cặp bột tức nhom dựa từ cao từ rơ chẳng tới cái bay cái bào nhom đầu bay cái bào chấm bật tam sệt đây bạc cắn với cua từ bạc cắn đó mình đấy vấn đề dân kinh thắng mấy cái ọt đằng này bây giờ cái ta khmer ọt đăng phần đăng đó chặt ọt bạc can nâng cao láng vừa là ó đấy chặt nó là hay là ó bên nâng cao tục đấy ọt đấy khi là ó ấy nè vấn đề có kịch to từ tiệt thang tụm nguồn đay của phần đăng ạ ba mền côn anh vay chẳng á lô tận nẹt đặt tay màu vay chẳng á phải chứ mình là ó chẳng này tao về mau pi tụm nguồn đáy để kịp á, rứa còn mau pi xịt đây bạc can nó không chặt. đây bạc can khơi nhỉ, khơi vào ông rô khơi nhỉ. khơi tay bạc thôi dân giúp bạc tô rương ăn cao tao ngon, mau pi viên chăng bạc cho mình sọc chặt, hay nhỉ. Hai ao thì dân túc xịt đây sọc mà lên nè đợt tay ao dừng miên xịt đây sọc mà vô. Thì nắm ạ, cô tiêu hoa thang, bà kia sao bàn sọc, kia nâng tê ọt sọc, mà chỉ vẫn là miên tê xịt đây sọc. Tay xịt đây sọc trâu sang bị thằng nồng anh nâng bàn chia xịt đây sọc đáy thật thêm mỏng toàn bạn.
សូមអ្នកសំណួរ5អ្នកទៀតសោះ5អ្នកទៀត បាទសូមថ្លែងគុំដល់លោកម្ចាស់គ្រប់អង្គហើយនឹងសូមជម្រាបសួរដល់លោកគ្រូសានសុជាហើយនឹងសូមជម្រាបសួរដល់លោកយឹមទាវបាទហើយនឹងសូមជម្រាបសួរដល់ក្រុមញាតិធម៌ទាំងអស់បាទខ្ញុំបាទសូមមានសំណួរពាក់ព័ន្ធនឹងបាណាទេបាទខ្ញុំចង់សួរថាក្រុមហ៊ុនដែលផលិតចំណីសត្វមួយកន្លែងហើយនឹងក្រុមហ៊ុនហ្នឹងក៏បានមានចិញ្ចឹមដូចជាសាច់ជ្រូកឬក៏មាន់បាទអញ្ចឹងនៅក្នុងម្ចាស់ក្រុមហ៊ុនហ្នឹងគាត់មានទាំងប្រធានគ្រប់គ្រងទូទៅនៅក្នុងក្រុមហ៊ុនអញ្ចឹងមានទាំងអ្នកកាន់ទីផ្សារហើយនិងអ្នកកាន់ខាងផ្នែកខាងដឹកជញ្ជូនអញ្ចឹងអ្នកដែលកាន់ទីផ្សារនោះគឺគាត់បានបញ្ជាទៅខាងអ្នកដឹកជញ្ជូនបាទស៊ីឈ្នួលដឹកជញ្ជូនសត្វជ្រូករស់មកទីកន្លែងសត្វឃាតបាទតាមខាងតិតិជនដែលគេកំងអញ្ចឹងខាង logistics ដែលជាក្រុមហ៊ុនចំណីសត្វហ្នឹងគាត់ក៏បានជួលអ្នកដែលដឹកសាច់ជ្រូកដែលគេស្លាប់ហើយសាច់ជ្រូកដែលគេសម្លាប់ហើយដើម្បីទៅចែកចាយនៅខាងទីផ្សារបាទអញ្ចឹងសំណួរដែលខ្ញុំចង់សួរថាតើអ្នកដែលពាក់ព័ន្ធនឹងបាណាតិបាតតើមានក្រុមពាក់ព័ន្ធណាខ្លះទី1គឺខាងតកែក្រុមហ៊ុនទី2គឺខាង General Manager នៅក្នុងរោងចក្រទី2គឺខាងទីផ្សារទី3គឺខាងផ្នែកខាងlogistics ដែលបញ្ជាឲ្យខាងដឹកជញ្ជូនជ្រូករស់ទៅកន្លែងកសិដ្ឋានទី3ខាងlogistics គាត់បញ្ជាទៅខាងដឹកជញ្ជូនជ្រូកដែលស្លាប់ហើយទៅចែកចាយទៅឲ្យតាមតែគេកំងបាទហើយទីបន្តមកទៀតនោះគឺខាងអ្នកដែលដឹកជ្រូកដែលស្លាប់ហើយបន្តមកទៀតនោះគឺអ្នកដែលទីផ្សារកណ្ដាលដែលបញ្ជាទិញដែលគាត់កំងជ្រូករស់ពីខាងក្រុមហ៊ុនដែលចិញ្ចឹមជ្រូកហ្នឹងអញ្ចឹងចង់សួរលោកគ្រូថាតើអ្នកពាក់ព័ន្ធទាំងអស់ហ្នឹងតើផ្នែកណាខ្លះដែលពាក់ព័ន្ធនឹងបាណាតិបាតបាទសូមអរគុណខ្ញុំស្ដាប់សំណួរលំពល់ក្នុងក្បាលពុះទីផ្សារវាញ៉ែញ៉ៃជាងបាទយើងគួរពិនិត្យទៅលើចេតនាទៅឆាប់ចប់អញ្ចឹងណាបាទយើងត្រូវពិនិត្យទៅលើមច្ឆាជីវៈ5ហើយនឹងអង្គនៃបាណាតិបាតយើងមិនអាចវាស់កម្រិតចិត្តគាត់ថាគាត់ធ្វើនឹងដូចជាអ្នកដឹកជញ្ជូននឹងសុទ្ធតែបាណាតិបាតគាត់ថាមិនបានទាំងអស់ឯងពីព្រោះចាត់ជាបាណាតិបាតហ្នឹងវាទាល់តែប្រកបដោយអង្គ5អញ្ចឹងណាបាណោសត្វមានជីវិតបាណសញ្ញតាសេចក្តីដឹងថាសត្វមានជីវិតវតកៈចិត្តតាំងគិតនឹងសម្លាប់ឧបកម្មោព្យាយាមសម្លាប់ទេនមរណង្សសត្វស្លាប់ដោយការព្យាយាមរបស់គាត់ហ្នឹងហើយអញ្ចឹងជួនកាលគាត់ដឹកវាគ្រាន់តែថាជាការដឹកជញ្ជូនអញ្ចឹងទៅគាត់យកប្រាក់ខែទេណាវាអត់មានអវតកៈចេតនានៅក្នុងហ្នឹងអញ្ចឹងយើងថាគាត់នឹងដល់បាណាតិបាតទាំងអស់អត់បានទេវានៅលើការធ្វើទុកក្នុងចិត្តរបស់គាត់អញ្ចឹងណាបាទហើយបើអ្នកបជាឲ្យសម្លាប់ហើយនឹងអ្នកសម្លាប់តែម្ដងអាហ្នឹងមិនបាច់បាក់គិតទេអាហ្នឹងវាបាណាតិបាតហើយក៏ប៉ុន្តែត្រឹមអ្នកដឹកជញ្ជូនហ្នឹងយើងថាគាត់ជាប់ពាក់ព័ន្ធនឹងបាណាតិបាតដែលទាំងអស់អត់បានដោយសារវានៅលើចិត្តរបស់គាត់អញ្ចឹងណាបាទជួនកាលក៏គ្រាន់តែធ្វើការងារឲ្យគេអីចឹងណាបាទនឹងជូនប៉ុណ្ណឹងបាទហើយនិយាយច្រើនគីឡូអ្នកក្រុមហ៊ុនជ្រូកខឹងចាជាដំបូងសូមគោរពដល់គុណម្ចាស់គ្រប់អង្គថ្វាយគុំគោរពហើយនឹង
លោកគ្រូជាទីគោរពរបស់ខ្ញុំហើយនឹងលោកជំទាវបច្ចានមនីសាមញ្ញតែគួរឲ្យគោរពស្រឡាញ់ខ្លាំងគោរពលោកជំទាវចូលចិត្តស្ដាប់ធម៌ជាមលុបដ៏ធំទេហើយខ្ញុំធ្លាប់រៀនខ្ញុំមានស៊ូសំណួរ2ចុងក្រោយប៉ុន្តែគោរពលោកគ្រូសិនតាំងពីរៀនចិត្តចេតសិកលោកគ្រូមកខ្ញុំរៀនដល់ភ័ក្រទី20តែឥឡូវយកបានខ្លះគាត់ថាចិត្តប្រៀបដូចជាសម្លឯចេតសិករបៀបដូចជាគ្រឿងអញ្ចឹងលោកគ្រូហើយចិត្តបើដាក់គ្រឿងប្រហើត្រូវជាសម្លប្រហើដាក់គ្រឿងម្ជូរត្រូវជាសម្លម្ជូរហើយបើដាក់គ្រឿងកកូរត្រូវជាសម្លកកូរហើយក៏ប្រៀបដូចជាស្ដាច់ដែរស្ដាច់ចិត្តនេះថាចិត្តលោភៈគេហៅថាស្ដាច់លោភៈចិត្តទោសៈគេហៅស្ដាច់ទោសៈដល់ពេលយើងរៀនយកទៅអាចយកអាចិត្ត14នេះគឺសិតចិត្តបាបទាំងអស់គ្រូហើយចិត្ត13នេះគឺចិត្តអត់នឹងណៅហើយបើចិត្ត25អានឹងចេតសិកបាទចិត្តស័កច្រឡំលោកគ្រូសំទោភ័យពេកញ័ររៀនធម៌នៅញ័រទៀតលោកគ្រូមែនភ័យគាត់ណាំរងមកនឹងយកមិញដេកលក់ទេកាលបានជួបលោកគ្រូទៀតដែរមួយឆ្នាំបានជួបម្ដងក៏បានហើយដល់ពេលបានរៀនចឹងតាមដានចិត្តខ្លួនឯងនឹងខ្លាចចិត្តខ្លួនឯងទៅតាមអា14នោះអីលោភៈទោសៈមោហៈអីទៅតាមនោះបាបហើយអាហ្នឹងរៀនវិស្ដាច់ចិត្តណាហើយចាហើយសូមអរគុណយ៉ាងច្រើនដល់លោកគ្រូដែលបានតាំងពីកាលពីមិនទាន់បានស្ដាប់លោកគ្រូខ្ញុំបន់30-40ឆ្នាំមកដែរឃើញបានអីឥឡូវឈប់បន់មករៀនវិញរៀនចិត្តសឹកព្រោះអីខ្ញុំធ្លាប់មានបញ្ហាផ្លូវចិត្តដែរអញ្ចឹងរៀនលោកគ្រូបានធូរស្រាលច្រើនបាទរឿងរ៉ាវគ្រប់យ៉ាងដោយសារផ្លូវចិត្តយើងដោះស្រាយអត់ចេញឥឡូវបើបានយល់បានច្រើនហើយសំណួរ2ទៀតសំណួរទី1ចង់សួរមិត្តភក្តិខ្ញុំម្នាក់សួរដែរមកសួរមកខ្ញុំហើយខ្ញុំអត់ចេះដោះស្រាយដែរអត់ឥឡូវផ្ដាំឲ្យសួរលោកគ្រូថាមានកូនគាត់នឹងអត់ចេះយល់ធម៌អត់ចូលចិត្តស្ដាប់ធម៌ទេជឿតែខាងបនស្រានអីអញ្ចឹងជឿហងសុយជឿអីអញ្ចឹងតែម្ដាយចូលចិត្តស្ដាប់ធម៌យល់កម្មផលដែរហើយដល់ពេលជាពធនាគារនិយាយអត់ត្រូវគ្នាលោកគ្រូនិយាយអត់ត្រូវគ្នាថាម៉ែឯងលក់ផ្ទះនឹងចេញទៅផ្ទះនឹងខុសហងសុយផ្ទះនឹងចង្រៃអីដីនឹងចង្រៃអីចឹងណាមិត្តភក្តិខ្ញុំសួរខ្ញុំចឹងហើយកូនអីម្ដាយថាមិនបាច់លក់ទេគឺគ្មានចង្រៃអីទេសាដីសាផ្ទះទេរកបងគេតិចទៅរួចហើយទៅលក់ទៅបានអីនៅប៉ុណ្ណឹងនិយាយត្រូវគ្នាប៉ុណ្ណឹងលោកគ្រូហើយសំណួរទី2ថាអ្នកដែលចង់ប្លន់ដីគេបំពេញដីគេតើមានទោសយ៉ាងណាដែរកម្មយ៉ាងណាដែរលោកគ្រូលួចដីគេបំពេញដីគេហើយមានដីត្រូវគេលួចមែនតាមព្រំដែនលោកគ្រូមិននៅហ្នឹងហើយរឿងនិយាយប៉ុណ្ណឹងដែរលោកគ្រូអរគុណច្រើនរឿងម្ដាយកូននិយាយគ្នាមិនត្រូវហ្នឹងគឺវាជារឿងសាមញ្ញពីព្រោះវាខ្វះនៅទិដ្ឋិសាមញ្ញតាបាទអញ្ចឹងភាពជាបុថុជនយើងនេះមិនងាយនឹងបុគ្គលណាធ្វើឲ្យការយល់ត្រូវគ្នានឹងបានស្មើក្នុងអត្ថកថាលោកបញ្ជាក់ថាដែលយល់ស្របគ្នាទាំងស្រុងនោះមានតែព្រះសោតាបានឡើងទៅមកបុថុជននៅតែមានលើសខ្វះគ្នាជាធម្មតាអ
ចឹងមានតែការសិក្សាហើយសម្បទានគ្នាបន្តិចម្នាក់ទៅបាទហើយរឿងប្លន់អីគេមានទោសយ៉ាងណាហ្នឹងមិនចង់ឲ្យអ្នកប្លន់ហ្នឹងមិនហ្នឹងត្រូវតែទៅនរកអញ្ចឹងហ៎បាទតាមពិតទោសនៃការចង់បានរបស់គេវាមានភាពខ្វល់តាំងពីអាចង់បានហ្នឹងម៉េះជួនកាលយើងគិតថាគាត់បានណាប៉ុន្តែភ្នែករបស់សប្បុរសយើងមិនមើលឃើញអញ្ចឹងឯងសប្បុរសលោកសប្បាយចិត្តនឹងភាពផ្ដល់ឲ្យផ្ទុយពីអសប្បុរសហើយការបានហើយយកទៅធ្វើជាភាពសប្បាយលើទុករបស់អ្នកដទៃលើកំណត់ទុករបស់អ្នកដទៃវាមិនមែនជាសេចក្តីសុខពិតទេអញ្ចឹងបានព្រះរាមាភិភាពព្រះអង្គត្រាស់រឿងមួយរឿងក្មេងៗដែលដេញវាយពោះអាសេរពឹសក្មេងៗខ្វែគោហ្នឹងដេញវាយពោះអាសេរពឹសហើយព្រះអង្គសួរថាមនាលក្មេងៗហេតុអីបានជាអ្នកដេញវាយពោះអាសេរពឹសក្មេងៗក៏ឆ្លើយថាព្រោះខ្ញុំព្រះអង្គទាំងឡាយហ្នឹងខ្លាចពោះហ្នឹងវាចឹកពួកខ្ញុំហើយបានព្រះអង្គត្រាស់ថាបុគ្គលមិនអាចមានសេចក្តីសុខដល់ត្រជាក់ព្រោះធ្វើសេចក្តីទុក្ខដល់អ្នកដទៃនោះទេហ្នឹងតែមនុស្សយើងចេះច្រឡំថាធ្វើបាបគេទៅយករបស់គេទៅអញឈ្នះគេទៅអញបានអីចឹងទៅអាហ្នឹងច្រឡំទេតែគិតទៅដល់សភាពពិតនៃសេចក្តីសុខផ្លូវចិត្តមិនមែនបានព្រោះលោភៈទេពីព្រោះលោភៈជាឈ្មោះនៃតណ្ហាវាជាការកពូនសេចក្តីទុក្ខទាំងក្នុងបច្ចុប្បន្ននិងទៅអនាគតហើយរឿងដីទៀតបើនិយាយពីទោសខ្លាំងជាងអាសម្បត្តិលើដីលួចដីទោសខ្លាំងជាងលួចសម្បត្តិលើដីដូចជាវិន័យរបស់ព្រះសង្ឃរបស់ភិក្ខុលួចទ្រព្យគេចាប់ពី5មាសកៈតម្លៃឡើងទៅត្របាត់បរាជិកប៉ុន្តែបើនិយាយពីដីវិញលក់តែលួចរបស់គេតែប្រប៉ិនសរសៃសក់ឯងឧទាហរណ៍សរសៃសក់ទូចមួយប៉ុន្តែបើលួចមកជំរាកប្រប៉ិនសរសៃសក់ក៏ត្របាត់បរាជិកដែរអញ្ចឹងបានប្រកេនលោកម្ចាស់ដែរថាពេលវាស់ដីវាស់អីហ្នឹងឲ្យគណៈកម្មការធ្វើជំនួសទៅគុំទៅធ្វើខ្លួនឯងឥឡូវទៅចូលដីគេហ្នឹងបរាជិកបដ ாய் ចូលដីគេតែបន្តិចហ្នឹងហើយកុំចង់បានទៀតអើយគ្មានទៅលក់ការប្រពន្ធកើតទេអាហ្នឹងត្រូវទោសធំទៀតហ្នឹងហើយមិនបានលោកថាអញ្ចឹងពីព្រោះដីកាលណាយើងវាស់តែប្រប៉ិនជំរាកមែនតែវាត្រូវវាស់ទៅដល់បាតផែនដីវាជ្រៅវាច្រើនវាឆ្ងាយអញ្ចឹងណាអញ្ចឹងបានអ្នកលួចគេហ្នឹងកើតជានរកហើយមកកើតជាប្រែតទូលផែនដីធ្ងន់រហូតអញ្ចឹងណាហ្នឹងអញ្ចឹងបានចាស់យើងថាណែឯងយកទូលរែកទៅច្រើនមានពាក្យអញ្ចឹងដែរលឺហ៎បាទប៉ុន្តែពេលបានហ្នឹងច្រឡំទេអ្នកសបាយនឹងបានរបស់គេនេះហ៎ព្រះអង្គថាសបាយស្មើនឹងផឹកទឹកឃ្មុំហើយត្រាំដោយថ្នាំពុលទេវាសបាយតាមផ្លេតទេឃើញទេលោកឃើញអញ្ចឹងហ្នឹងហើយមិនមែនជាអ្នកមានសេចក្តីសុខទេអ្នកដែលចង់បានរបស់គេហ្នឹងបើចាត់ជាមនុស្សហៅថាមនុស្សប្រែតអញ្ចឹងមនុស្សប្រែតមនុស្សសពេតោខ្ញុំមិនចង់ដាក់តនីឲ្យអ្នកមកលួចដីយើងធ្លាក់នរកទេខ្ញុំអត់ចង់ខ្ញុំចង់ឲ្យតែគាត់ដឹងខ្លួនឲ្យឈប់យកតែប៉ុណ្្នឹងអាហ្នឹងចង់បើវាមិនដូចយើងចង់អីវាតែចង់បានរបស់យើងអញ្ចឹងប៉ុន្តែសំណួរសួរថាលួចដីគេទោសយ៉ាងណាហ្នឹងខ្ញុំអាចឆ្លើយបានថាបើប្រៀបជាមួយរបស់លួចដីនិងលួចមាសប្រាក់លើផែនដីលួចដីទោសខ្លាំងជាងអញ្ចឹងបើជ្រុលជាធ្វើចោលអីកុំធ្វើចោលលួចដីហ្នឹងលួចរបស់លើដីទៅតូមសូវធ្ងន់តែខ្ញុំមិនបរៀនឲ្យធ្វើចោលតែកុំធ្វើចោលលួចដីណាដីគេអង្កលលបងផ្ទះអីហ្នឹងកុំឲ្យសោះហ្នឹងហើយណាជូនប៉ុណ្ណឹងពេលវាយើងសอบផែនតានីតិទៀតគ្រូចឹងនៅចង់តែមានស្រួលនៅ5នាក់ទៅអាតួឆ្លើយតាមពេលទៅព្រោះសំណួរសួរវាមិនចេះអស់ទេចា៎ចានាងខ្ញុំឈ្មោះកំឡៃសូមមនស្ការដល់គុណចាស់គ្រប់ព្រះអង្គ
សូមគោរពជំរាបសួរលោកគ្រូនិងជំរាបសួរញាតិបធរដែលមានវត្តមាននៅទីនេះចា៎អ្នកខ្ញុំមានមួយសំណួរចង់គោរពជំរាបសួរលោកគ្រូថាតើយើងមានអាវ៉ាតឬក៏បាយណាដែលអាចបង្ក្រាបកិលេសនៅក្នុងខ្លួនយើងបានគ្រូចា៎ខ្ញុំមានមួយសំណួរហ្នឹងសូមអរគុណ ទោះតែឃើញកន្លែងសិនរៀនឲ្យស្គាល់មុខកន្លែងច្បាស់សិនដូចយើងចង់ទៅធ្វើអ្នកបដាលអញ្ចឹងយើងហាត់ហើយតែត្រូវដឹងថាណាគូបដាលរបស់យើងដែរយល់ទេហ្នឹងហើយរៀនឲ្យស្គាល់មុខកន្លែងសិនកុំតន់រកអបាយស្គាល់កន្លែងសិនការដែលប្រឡោមកិលេសទុកហ្នឹងប្រៀបដូចជាការមិនដឹងបងឧបមាអញ្ចេះក្មេងដែលអត់ដឹងអីហើយទៅលេងជាមួយពស់អាសិរពិសដោយមិនបានដឹងអំណាចរបស់ពស់អាសិរពិសដែលផ្ដល់សេចក្តីទុកយ៉ាងណាឃើញពស់អាសិរពិសហ្នឹងវាកាឡាវាចាំងតិចកាឡាវាស្អាតហ៎ហើយយកមករុំកលេងអញ្ចឹងណាហើយពស់វែកហ្នឹងកំពុងតែបើកវែកដាក់រត់តែចិត្តអញ្ចឹងប៉ុន្តែក្មេងគ្នាមិនដឹងណាស្មានតែតុក្កតាហ្នឹងហើយអញ្ចឹងយើងសួរថាតើធ្វើយ៉ាងណាណដើម្បីឲ្យក្មេងហ្នឹងបោះពស់នឹងចោលហ្នឹងហើយដំបូងឡើយបើថាបញ្យល់មិនតាន់យល់យកវាចេញសិនហ្នឹងប៉ុន្តែដើម្បីឲ្យក្មេងហ្នឹងឈប់លេងទៅបានទល់តែបញ្យល់ក្មេងហ្នឹងឲ្យដឹងថាតើពស់ហ្នឹងមានគ្រោះថ្នាក់យ៉ាងណានៅពេលដែលក្មេងហ្នឹងចាប់ផ្ដើមយល់ថាពស់ហ្នឹងមានគ្រោះថ្នាក់យ៉ាងណាកុំថាឡើយទៅឲ្យគាត់បោះចោលសូម្បីតែឲ្យគាត់យកមកពាក់កមកទៀតក៏គាត់ឈប់ពាក់ដែរយ៉ាងណាមិញទោសអកុសលក៏ដូចគ្នាឲ្យគាត់រៀនឲ្យយល់ថាតើអកុសលនឹងមានឥទ្ធិពលយ៉ាងណាអញ្ចឹងណាបាទហើយយើងមិនតាន់រៀនឲ្យស្គាល់កម្រិតរបស់វាឲ្យផលយ៉ាងណាផងចេះទៅលះកលេសយូរទៅបង្កើនតែកលេសហ្នឹងតែជួនកាលយើងសំណាក់ធัวអីចឹងដែរទៅលះកលេសប៉ុន្តែខ្ញុំឃើញទៅជាប់តាកលេសហ្នឹងជួនកាលហៅថាវិបស្សនូបកិលេសនោះសម្រាប់អ្នកពិចារណាធម៌វាចេះតែឃើញនិមិត្តនេះនិមិត្តនោះទៅយល់តែខ្លួនបានធម៌ឃើញទេយើងថាទៅកំចាត់កិលេសតែទៅយកកិលេសដោយមិនយល់ថាអានិមិត្តដែលឃើញហ្នឹងវាជានិមិត្តរបស់កិលេសអញ្ចឹងត្រូវរៀនវាឲ្យយល់ហ្នឹងហើយបាទម្ដងទៀតសូមគោរពលោកគ្រូនិងសូមរាប់អានញាតិបថាទាំងអស់គ្នាដែលនៅមានវត្តមាននៅទីនេះខ្ញុំសូមសួរលោកគ្រូព្រោះចេះតែឆ្ងាយប៉ុន្តែមិនមែនថាខ្លួនឯងជាស្អីទេមិនតែឆ្ងាយចង់សួរលោកគ្រូឲ្យដឹងថាតើបុគ្គលជាពុទ្ធជននេះអាចមានហេតុ2និងហេតុ3ចុះអ្នកដែលមានហេតុ2ឬហេតុ3នោះអាចដឹងខ្លួនដែរឬទេលោកគ្រូខ្ញុំមានប៉ុណ្ណឹងបើបានរៀនអវាទរបស់ព្រះអង្គដោយល្អិតល្អន់អាចស្មានត្រូវដោយភាកច្រើនអញ្ចឹងណាហ្នឹងហើយអ្នកដែលអាចដឹងដោយច្បាស់នោះវាទល់តែមានការសម្រេចគុណធម៌ហ្នឹងច្បាស់ហ្មងបាទហើយបើមិនបានរៀនធម៌ព្រះអង្គទេគឺមិនដឹងទល់តែហ្មងតែម្ដងអញ្ចឹងខ្ញុំសូមឆ្លើយសំណួររបស់លោកតិចដឹងរបស់លោកបាយលោកឲ្យមកមិញបងអូនពេទ្យឲ្យមកមិញខ្លីៗទី1សួរថាបញ្ចទ្វានិងបញ្ចារម្មណ៍ដូចគ្នាឬទេខុសគ្នាបញ្ចទ្វាគឺសំដៅភ្នែកតិចច្រមុះអណ្ដាតកាយឃើញណាហត្ថចក្ខុទ្វាសោតទ្វាឃានទ្វាជីវហាទ្វាកាយទ្វារបស់ចិត្តហើយដល់បញ្ចារម្មណ៍គឺអារម្មណ៍5ហ្នឹងហើយចិត្តដែលវាចេញទៅតាមទ្វាទៅដឹងអារម្មណ៍5ហ្នឹងឯងរូបារម្មណ៍សត្តារម្មណ៍គន្ធេរម្មណ៍រក្សារម្មណ៍និងផតថពារម្មណ៍អញ្ចឹងបញ្ចទ្វាជារបស់ខាងក្នុងបញ្ចារម្មណ៍ជារបស់ខាងក្រៅឬក៏យើងអាចនិយាយឲ្យងាយទៅទៀតថាបញ្ចទ្វានឹងគឺជាអាយតនៈខាងក្នុងគឺនៃតិចច្រមុះអណ្ដាតកាយហើយដល់ទៅបញ្ចារម្មណ៍របស់ខាងក្រៅអាយតនៈខាងក្រៅគឺរូបសម្លេងក្លិនរសផតថពៈបាទហើយសំណួរមួយទៀតសួរកាមភពរូបភពអរូបភពកាមភពរូបភពអរូបភពនេះតាមធម្មតាយើងយល់កាមភពដូចជានៅក្នុងកាមភូមិមនុស្សទេវតាអីចឹងរូបភពរូបព្រំអីចឹងអរូបភពអរូបព្រំប៉ុន្តែដោយន័យធម៌មិនចឹងទេត្រូវអត់គ្រប់ទេកាមភពអត្តកថាលោកបញ្ជាក់ថាគឺបញ្ចកាមគុណណាគឺរូបសម្លេងក្លិនរសផតថពៈដែលជាទីប្រាថ្នានឹងឯងហៅថាកាមភពចិត្តដែលជាប់ជំពាក់នៅក្នុងរូបសម្លេងក្លិនរសផតថពៈនឹងឯងហៅថាកាមភព
chẳng á hơi nó không ả rõm nâng bà đai ưu tiên họ thà dương bật tê nơi rụp là o khăn là o sầm lê bị rùa chiết là o từ chẹt srul ấy nâng dương miên bồng nòn ôi là bỏ nâng thật thề ôi là bỏ nâng về cùng bạch bòng ôi là bỏ nâng cuồng vuông ca đây chuột chỉ bẹ ôi về nơi chẳng nâng hai thá toàn là hai bậc tới không rúp bậc phục chẳng á đòi xa sật tệ tự xa sật tạ tự thể nè rồi có dương bật tê chỉ môi nâng rúp sầm lê khăn rúp hot thập bẹ tàn đái lắm tai mình chỉ tì bật ná dương ọt trong ôi về miền chẳng tiết đây ọt trong ôi về miền chẳng tiết đây ọt trong chuột rương chẳng tiết đây chất đây bật ná tham mình ao chuột rương chẳng tiết nâng ấy hai thá chỉ cam chỉ toàn là hai bậc tới chỉ vị phổ vẹn toàn là hà chỉ vị phổ vẹn toàn là hà tại bờ phúc đây là dây màu nít đôi trong cái này trong lưng lang mấy những trời cam mà phúc cứ sầm đào đo phúc đập mùi chẳng ấy bài chụp phùm buồn mà nô muối xua của mùi ru của phúc sầm đào đo ru của phùm đập của mùi ru của phúc sầm đào đo ru của phùm buồn và nét bên này dây bị toàn là hai để cho được không cam mà toàn là hai bảo vệ toàn là hai vị bảo vệ toàn hát được trong cái này dây mình đang chẳng phần đang tại trong xu mùi nà bộ biển nó bị trở lỏng khăn á bờ tới chỉ toàn là há mình sầm đào đo tì nở để tại bên dưới đó phúc cứ sầm đào đo tì nở tiền sam sập mùi sờ rộng màu mình đang ngày chẳng dừng ở đây này ចាដែលសារពេលវេលាមានកំណត់ខ្ញុំសុំសួរសំណួរទៅកាន់លោកគ្រូថាបើសិនជាមានករណីដូចជាពួកយើងដែលមានអាយុ25 26ឆ្នាំជាប្រភេទមនុស្សដែលធំពេញវ័យដែលគាត់រៀនចប់គាត់ទឹកមានការងារហើយគាត់មានអារម្មណ៍ថាគាត់ឈឺចិត្តគាត់មានជំងឺផ្លូវចិត្តអារម្មណ៍មិនសូវនៅខ្លួនភ័យបារម្ភមិនដឹងគួរធ្វើការងារអីមិនដឹងទៅផ្លូវណាឬទៅធ្វើអីហើយថាតើយើងត្រូវរកច្រកចេញបែបណាហើយមួយទៀតខ្ញុំចង់ផ្សារភ្ជាប់ទៅនឹងការធ្វើវិបស្សនាតើវិបស្សនាមានប្រយោជន៍អាចជួយនៅក្នុងចំណែកនៃការរកច្រកចេញបានអត់លោកគ្រូបាទដើម្បីបាននៅបញ្ញាដែលអាចដោះស្រាយនៅបញ្ហាផ្សេងត្រូវការតែមួយគត់គឺសទ្ធាហើយសទ្ធាក្នុងទីហ្នឹងសំដៅដល់តថាគតពោធិសទ្ធាគឺសទ្ធាដែលជឿជាក់ថាព្រះពុទ្ធពិតជាបានត្រាស់ដឹងមែនមាគ៌ារបស់ព្រះអង្គពិតជាអាចដោះស្រាយសេចក្តីទុក្ខរបស់សត្វបានមែនហើយដាក់ចិត្តស្ដាប់ដាក់ចិត្តរៀនដោយល្អកាន់តែរៀនកាន់តែយល់គន្លឹះដែលត្រូវដោះស្រាយក៏នឹងកាន់តែភ្លឺដូចគ្នាដែរដូច្នេះដូចខ្ញុំលើកអញ្ចឹងថាមុននឹងធ្វើគណិតវិទ្យាបានគឺត្រូវតែរៀនអត់អាចយកគណិតវិទ្យាមួយយកទៅឲ្យក្មេងដែលមិនដែលរៀនបានទេទើបព្រះអង្គសម្ដែងថាបរិយ័តគឺជាបច្ច័យនៃបដិបាទរៀនសិនអញ្ចឹងហើយរៀននឹងរៀនពុទ្ធដីកាមែនទេណាមិនរៀនពាក្យគ្រូនេះគ្រូនោះនិយាយតគ្នាទេហ្នឹងហើយការសម្ដែងធម៌ព្រះអង្គសម្ដែងនៅក្នុងបត្រៃពិដកលេខ41ដដែលហ្នឹងព្រះអង្គថាបុគ្គលឃើញអំណាចប្រយោជន៍3ទៅគួរសម្ដែងធម៌ដល់អ្នកដទៃណាបើមិនឃើញអំណាចប្រយោជន៍3ហ្នឹងមិនគួរចែកម្លែកពធដល់អ្នកដទៃទេណាទី1ខ្លួនឯងជាអ្នកយល់ដឹងនៅបាលីគឺបត្រៃបិដកហើយនឹងអត្ថកថាបាលីហ្នឹងគឺសំដៅដល់ពុទ្ធដីកាអត្ថកថាគឺជា commentary របស់ជាអត្ថកថារបស់បិដកហ្នឹងទី2អ្នកស្ដាប់ហ្នឹងក៏យល់តាមលំអានបិដកនិងអត្ថកថាហ្នឹងទី3ដោយសារតែមានអ្នកទាំងពីរអ្នកភូមិគ្នាបាទគឺទាំងអ្នកសម្ដែងទាំងអ្នកស្ដាប់ហ្នឹងជាអ្នកយល់ច្បាស់នៅបាលីនិងអត្ថកថាដូចគ្នាដែរហើយសួរថាធ្វើយ៉ាងណាហ្នឹងឆ្លើយចេះតែបានប៉ុន្តែវាមិនល្អដូចរៀនសិនទេហើយរៀនហ្នឹងដូចខ្ញុំជម្រាបចឹងថាមិនមែនរៀនដោយទឹកថេរបស់គ្រូណាទេគឺរៀនពុទ្ធដីការបស់ព្រះនាមានពភាមានតែពាក្យរបស់ព្រះអង្គមែនទេដែលបំផុសបញ្ញារបស់សត្វលោកនោះឲ្យក្រៀកចេញពីពិភពនៃបញ្ហាពីព្រោះពិភពនៃបញ្ហាគឺវាក្តោបឡើងពីអវិជ្ជាតណ្ហាទិដ្ឋិឃើញទេហើយក្រៅពីពាក្យរបស់អ្នកត្រាស់ដឹងมันអាចទៅបាញ់បំបែកនៅតណ្ហាបាទាននឹងបានទេអត់ទេមានតែបង្កើនឡើងមួយពិភពលោករាល់ថ្ងៃនេះដំបូងខ្ញុំគិតថាអស្ចារ្យណាដោយអ្នកដឹកនាំពិភពលោកអីធំដោយរុស្ស៊ីដោយអីដល់ពេលយើងវិភាគតាមធម៌កូនក្មេងសុទ្ធដូចដើមនំប៉័ងនេះអញ្ចឹងរាល់ថ្ងៃ
តោសុំឲ្យឆ្លើយសំណួរនោះ បាទអញ្ចឹងវាចាកការរៀនវាចាកការស្ដាប់ការពិចារណាដោយល្អិតល្អន់នៅពុទ្ធដីកាហើយมันមានវិធីរំដោះចិត្តហ្នឹងឯងខ្ញុំនៅនោះមានច្រើនមានកន្លែងគេពិគ្រោះយោបល់ស្អីស្អីច្រើនប៉ុន្តែខ្ញុំដូចជាមិនតន់ឃើញមេគាណាមួយដែលអាចរំដោះចិត្តបានល្អជាងមេគាពធហ្នឹងទេណែពិសេសនៅស្រុកក្រៅភាគច្រើនឥឡូវគាត់ឈប់លេបថ្នាំច្រើនហើយទៅជួប counseling អស់លុយច្រើនទៅជួប psychology អស់លុយរហូតណាតែអត់មានជាដំណោះស្រាយបំផុសឲ្យកើតបញ្ញាទេមានតែវិធីបន្សាបផ្លោបដូរបរិយាកាសឬក៏គាត់និយាយចេញមកអស់ហើយត្រឹមប៉ុណ្្នឹងតែមេគាពធប្រាប់ឡើងច្បាស់ត្មងដូចយើងថាមិនដឹងធ្វើអីអញ្ចឹងរៀនធម៌ដឹងមកពួកដឹងការងាររបស់ចិត្តពួកយើងហងៃយើងថាយើងមិនដឹងធ្វើអីប៉ុន្តែមកពីយើងអត់ដឹងការងាររបស់ចិត្តហើយមេគាពធនឹងរៀនឲ្យដឹងថាការងាររបស់ចិត្តវាធ្វើអីដល់យើងដឹងការងាររបស់ចិត្តវាធ្វើអីហើយមានសតិគ្រប់គ្រងអាការងាររបស់ចិត្តនឹងតែម្ដងតលតែគ្រប់គ្រងវាបានហើយការងារធ្វើមិនអស់ហើយសិតតែការងារមានប្រយោជន៍នឹងអញ្ចឹងឧទាហរណ៍ថាការងារសិក្សាពធអប់រំចិត្តនេះវាអត់តន់ popular នៅក្នុងសង្គមយើងពិតមែនប៉ុន្តែឆ្លងបទពិសោធន៍របស់ខ្ញុំពេល hobby របស់ខ្ញុំចង់និយាយថាពេលអីអាហ្នឹងនឹងពេលដែលគិតថាធ្វើឲ្យជីវិត relax នេះអត់មានពេលអីល្អជាងពេលរៀនធម៌ទេហើយបើមិនជឿរៀនសាកមើលនិយាយមែនណាហ្នឹងហើយឲ្យតែឆ្លៀតបានឃើញទេពេលនោះខ្ញុំដាក់កូនឲ្យដេកខ្ញុំឡាយធម៌ប្រាប់ហើយក្រៅពីហ្នឹងគួយអាន3ដកអត្ថកថាហើយសបាយនោះខុសពីសបាយដោយអំណាចលោភៈកាន់តែសិក្សាចិត្តកាន់តែ clean ទៅចិត្តកាន់តែល្អទៅឃើញទេអញ្ចឹងបើខ្ញុំនិយាយថ្ងៃមុនណាដូនណាភីកូនក៏ខ្ញុំកើតកសលដែរហើយធម្មតាទៅរុំលោកគ្រូធម៌ដូក៏តបកូនថាជើគ្រូធម៌តែឈ្មោះតាមានស្អីទៅដូក៏តបកូនកើតមែនទេហើយពេលបើកមកក្លិនមិនស្តៀងតរ៉េនដែរតាហ្នឹងហើយប៉ុន្តែមេគាពធប្រាប់ទៀតមុតេមុតមត្តាំងក្លិនត្រឹមតែជាក្លិនឃើញទេការងាររបស់ចំោះការងាររបស់ខៀនវិញ្ញាណវាធ្វើការងារហ្នឹងហើយឃើញទេអញ្ចឹងខណៈដូក៏តបកូនការកុសលមេគាខុសពីមេគាពធឲ្យយើងដូរបរិយាកាសទៅជួបពេទ្យពេលថាកុំគិតច្រើនពេកដេកឲ្យលក់តលាក់ចោលខ្លះទៅលេង vocation អីណាទៀតទៅផ្លូវនេះជួយអត់បានទេប្រាប់អញ្ចឹងបានអ្នកមានលុយដើរហ្នឹងឥឡូវមិនអញ្ចឹងហើយឲ្យទៅដើរលេងបានអ្នកលុយដើរឲ្យគ្នាកំពុងពាក់នាននេះឲ្យអ្នកដើរលេងជួយអត់បានទេតែមេគាពធនេះជួយបានគ្រប់ករណីហ្នឹងហើយគ្មានវិធីណាដែលធោជួយមិនបានទេជួយបានចុងក្រោយបំផុតគឺជួយចិត្តហ្នឹងហើយហ្នឹងហើយព្រមឥឡូវថាជពាក់គេច្រើនព្រមមិនជពាក់វាជពាក់ហើយទៅចុះបើអត់មានអីគេសំគេយកដាក់គុកយកទៅវាជាប់ត្រឹមព្រមទៅគុកទៀតជាប់ទៀតណានិយាយមែនណាអានោះជាប់ទៅប៉ុណ្ណឹងសូមឲ្យអ្នកអូនក្រុមអ្នកទៀតខ្ញុំថាហើយសំណួរដែលបងប្អូនតាមខ្ញុំនេះខ្ញុំសូមឲ្យលោកខ្ញុំនឹងធ្វើឲ្យគ្រូរបស់សាយសោះបាទសំណួរលោកគ្រូបើលោកគ្រូមានឱកាសបញ្យល់អំពីសេចក្តីស្រឡាញ់តើលោកគ្រូគួរបញ្យល់យ៉ាងម៉េចតាមស្ទាយបញ្យល់របស់ព្រះពុទ្ធអរគុណស្រឡាញ់ហ៎បាទស្រឡាញ់ជាភាសាខ្មែរយើងប្រែមកពីបាលីប្រែពីបយៈក៏មានប្រែពី
លោភៈក៏មានប្រែពីមេត្តាក៏មានប៉ុន្តែគ្រាន់ថាប្រើពាក្យស្រឡាញ់ដដែលចុះប៉ុន្តែបើស្រឡាញ់ដោយការសង្គ្រោះវាជាហេតុនៃមង្គលប៉ុន្តែបើស្រឡាញ់ហួងហែងវាជាហេតុនៃសេចក្តីទុក្ខអញ្ចឹងមានកន្លែងខ្លះព្រះអង្គសម្ដែងថាពេលមកតជាយតេសោកោសេចក្តីសោកកើតព្រោះស្រឡាញ់ពេលមកតជាយតេភយ៉ាងសេចក្តីសោកកើតសេចក្តីភ័យតក់ស្លុតកើតពីការស្រឡាញ់កាលបើមិនមានសេចក្តីស្រឡាញ់ជាប់ជំពាក់ហើយអត់មានសោកអត់មានភ័យអីទេប៉ុន្តែបញ្ជាក់ច្បាស់ណាស់ថាអាស្រឡាញ់ហ្នឹងស្រឡាញ់ហួងហែងប៉ុន្តែបើស្រឡាញ់ដោយការអនុគ្រោះមានតែរំដោះចិត្តហ្នឹងឲ្យកាន់តែស្បើយទៅដល់ហើយទៅសូម្បីតែដៃគូប្តីប្រពន្ធក៏ដោយខ្ញុំមើលមិនសូវឃើញថាស្រឡាញ់ដោយមេត្តានៅជាមួយគ្នារាប់ឆ្នាំពេលបែកគ្នាស្រាប់និយាយគ្នាតាម Facebook ឡើងខ្ចាយនេះមិនមែនស្រឡាញ់ដោយមេត្តាទេមិនមែនស្រឡាញ់ដោយការអនុគ្រោះទេគឺស្រឡាញ់ព្រោះតែគេមិនធ្វើឲ្យត្រូវចិត្តអញអាហ្នឹងស្រឡាញ់ហួងហែងមែនទេកាលពីមុននឹងតែប្រហែលខែប្រហោះមួយគ្នាឲ្យ sweet នោះ sweet មែនទេដល់ពេលបែកគ្នាគាត់ថាអញទ្រាំ10ឆ្នាំហើយហ្នឹងហើយកន្លែងនោះមិនមែនវេទិកាបង្ហាញរឿងយើងទេណា Facebook ខ្ញុំជម្រាបថាមិនបាច់ sweet ពេកក៏បានដែរលើនោះណាហ្នឹងហើយមុំទៅបានហើយទុក sweet ស្ងាត់ទៅពេលបែកគ្នាវាមិនសូវខ្មាស់គេនិយាយមែនណានិយាយមែនហ្នឹងហើយនៅពេលបែកគ្នាបើស្រឡាញ់ដោយមេត្តាវិញទុកផ្លូវឲ្យគ្នាដើរផងទៅទុកផ្លូវឲ្យគេក៏ដូចជាទុកផ្លូវឲ្យខ្លួនឯងដែរមនុស្សអាចទុកផ្លូវឲ្យគេបានព្រោះខ្លួនឯងមានផ្លូវដែរផ្លូវក្នុងទីនេះមិនមែនផ្លូវអាក្រក់ទេណាដោះនៅសេចក្តីប្រកាន់ខ្ញុំមានស្ដាប់ឃ្លីបមួយបងស្រីម្នាក់នៅកំពង់ស្ពឺយើងទៅកាលឆ្នាំមុនណាហ្នឹងហើយគាត់ថាពីមុនមានអាណាជ័យឈ្នះគាត់ទេហើយប្តីគាត់មានអីចឹងទៅជេណាជេដល់គាត់ស្ដាប់ធัวទៅគាត់លះដល់គាត់លះទៅគាត់សប្បាយជាមួយនឹងពធចឹងទៅប្តីនឹងទៅនៅមួយគេគាត់ទៅជួយមើលកូនថ្ងៃណាមកលេងកូនមកលេងមកគាត់ថាអត់មានការទុកអីផងតែពិតរឿងវាអត់មានអីគួរការទុកទេការប្រព្រឹត្តខុសក្នុងរឿងហ្នឹងក៏ដោយគិតឲ្យមែនតែនទៅមិនមែនប្តីអ្នកទៅដើរធ្វើអញ្ចឹងអ្នកបានស្អីទេគាត់បានធាតុលហាមទេអត់មានបានអីទេមនុស្សដែលមានលំនឹងគឺយើងដែលអត់ខូចនឹងហើយដែលយើងរក្សាខ្លួនយើងល្អនឹងហើយដែលយើងគួរតែបានសេចក្តីសុខគាត់នោះទេដែលបាក់នោះបាក់មិនខ្លះតិចប៉ុណ្ណាដឹងទៅឃើញបាក់ឃើញផ្លូវបាក់ហើយបំនិយាយមែនណាហ្នឹងមកផ្ទះញឹកពេកនោះគេទេហៅទៀតបាក់ទៀតឃើញបាក់ដល់យើងអត់មានខូចយើងអត់មានអីបាក់ដើរពើងទ្រូងអត់វាអត់ខុសហើយឲ្យមានយោនិសោមនសិការៈបន្តិចអ្នកដែលអត់ខុសនឹងហើយដែលគួរទៅរស់នៅដោយសេចក្តីសុខអ្នកដែលកើតទុកអ្នកលាក់លៀមនោះទេដែលគ្នាពិបាកបាក់មែនណាតិចនិយាយចឹងច្រឡំថាខ្ញុំគ្រប់គ្រងគាត់មានចុះអត់ទេគិតមែនតែនគិតមែនតែនទៅមានតអ្នកដែលស្មោះត្រង់អ្នកដែលរសាសិលជាប់ទេដែលមនុស្សមានក្រោះការពារខ្លួនឯងហើយមិនយកអាហ្នឹងទៅជាមោទនភាពទៅមើលងាយគេអត់ទេគឺវាអត់ចាំបាច់ពិបាកមែនទេអត់ចាំបាច់ពិបាកហើយគាត់លាក់នៅខាងក្រៅហ្នឹងយើងចេះថាមិនក៏គេទៅធ្វើចឹងបានអញធ្វើចឹងបានអត់ទេអត់ដូចគ្នាទេហ្នឹងខ្ញុំអនុមោទនាអ្នកស្មោះត្រង់ឯនេះទេនេះជាសូមអរគុណគ្រូសម្រាប់ថ្ងៃនេះហើយជាកិច្ចបញ្ចប់ខ្ញុំកណាសូមលោកចាស់គ្រូវិខលតតមោជាកំសាន្តសូមលោកចាស់គ្រូដល់វត្តហើយសូមអនុមោទនាចប់ត្រឹមខាងសវណ្ណដល់ព្រមមកទៅសវណ្ណគ្នាណាស្មោះត្រង់តែយើងមានសេចក្តីសុខ មីក្រូនេះមិនទេយឺមីក្រូ ស្ដាប់ចប់ត្រឹមសវណ្ណល្អ
ขอบคุณครูชาติสำหรับการนายเป็นครูมีไว้การ បកស្រាយរាល់បញ្ហាកម្មរបស់ពុទ្ធបរិស័ទមកសូមធ្វើសេចក្តីសរុបក្នុងកម្មវិធីថ្ងៃនេះញាតិញោមស្ដាប់ខាងដើមគឺសំណួរឲ្យលោកគ្រូមានកូនច្រើនហ្នឹងហើយនោះទៅលោកគ្រូអ្នកគិតខ្លួនឯងបងណាចាំតិចអីបងហើយចំណុចបន្តមកជាចំណុចសំខាន់ដែរសម្រាប់ជីវិតគឺយើងរាល់ថ្ងៃយើងមាននគរគឺនគរកាយហើយមានស្ដេចមួយអង្គសោយរាជគឺប្របាទចតុរាជហើយមានសេនាលោកគ្រូលើកឡើងមិញមាន52ញាតិញោមអញ្ចឹងញាតិញោមត្រូវមើលថែស្ដេចគឺចតុរាជផ្លូវចិត្តយើងដើម្បីសេចក្តីសុខសម្រាប់ជីវិតហើយអ្នកជុំវិញខ្លួនយើងកាលណាចិត្តយើងត្រជាក់ចិត្តយើងសុខផ្លូវចិត្តយើងក៏ជះឥទ្ធិពលដល់អ្នកជុំវិញខ្លួនយើងក៏មានសេចក្តីសុខហើយទៅបង្កើតសេចក្តីស្រឡាញ់ស្មោះត្រង់នឹងបានមែនទេញោមហ្នឹងគឺជារឿងសំខាន់ហើយចំណុចពិសេសមួយទៀតមកចាប់បានដែលលោកគ្រូលើកឡើងមិញនេះក៏ជាកលឹះពធទេសនាឬក៏ការបកស្រាយរបស់លោកគ្រូញាតិញោមស្ដាប់យកកលឹះសំខាន់ព្រោះស្ដាប់ឲ្យជក់ចិត្តដែលលើកឡើងមិញគឺថាយើងទាំងអស់គ្នាកុំផ្ញើសេចក្តីសុខរបស់យើងលើអ្នកដទៃកាលណាយើងផ្ញើសេចក្តីសុខរបស់យើងលើអ្នកដទៃក្នុងមួយជីវិតរបស់យើងអត់មានសេចក្តីសុខទេមែនទេញោមអញ្ចឹងសេចក្តីសុខនៅណាញោមនៅក្នុងខ្លួនយើងលើចិត្តយើងនេះឯងចឹងអ្នកដតីគឺគេរស់នៅបែបសុខអ្នកដតីទៅណាយត្តញោមផ្សេងហ្នឹងក៏រស់នៅបែបផ្សេងគ្នាជីវិតយើងរស់នៅក្នុងដំណើរជីវិតមានលក្ខណៈផ្សេងចឹងបានអាត្មាស្ដាប់លោកគ្រូច្រើនកន្លែងហើយអាត្មាចេះតែចាប់ពាក្យល្អបរោះហើយចង់ចែកម្លែកយត្តញោមខ្លះដែរកន្លែងខ្លះយើងសិក្សាអំពីធម៌របស់ព្រះសម្មាសម្ពុទ្ធហើយយើងឃើញលក្ខណៈពិតប្រាកដហើយយើងឃើញលក្ខណៈធម្មជាតិដែលព្រះពុទ្ធព្រះអង្គបរៀនមកយើងឃើញដំណើរធម្មជាតិនោះសុទ្ធតែជាការពិតដោយយើងកើតមកចាស់ឈឺស្លាប់អានោះជាសាមញ្ញដែលយើងឃើញថាមនុស្សទាំងអស់គ្នាយើងមានអញ្ចឹងបានចំណុចមួយលោកគ្រូសាលើកឡើងដែរថាតើអ្វីជាធម្មតានៃជីវិតដែលយើងមើលក្នុងដំណើរធម្មតាលោកគ្រូលើកឡើងពីភាពធម្មតានៃជីវិតគឺការប្រែប្រួលផ្លូវចិត្តយើងប្រែប្រួលញោមណាបាទថ្ងៃនេះគាត់ថាយើងស្ដាប់ធម៌យើងសុខមែនទេញោមជំទាវបាទស្ដាប់ទៅយើងសប្បាយចិត្តជ្រះថ្លាសុខមែនតើក្នុងព្រះធម្មរតនៈជារតនៈដ៏អស្ចារ្យក្នុងโลกដែលរតនៈណាមួយស្មើប្រមាណអញ្ចឹងបានថាធម្មតានៃជីវិតរបស់យើងគឺការប្រែប្រួលហើយក្នុងមកពេញជាមួយជីវិតរបស់យើងទាំងអស់គ្នាគឺយើងរស់នៅជាមួយនឹងភាពប្រែប្រួលហ្នឹងហើយមែនទេញោមមួយគាត់ថាមួយជីវិតរបស់យើងគឺយើងរស់នៅជាមួយភាពប្រែប្រួលអានេះជាការពិតអញ្ចឹងបានចំណុចមួយទៀតដែលជាកលឹះដែរថាយើងទាំងអស់គ្នាយើងគួរបីថែរក្សាមើលថែខ្សួនផ្កានៃជីវិតរបស់យើងកុំទៅមើលសួនអ្នកដទៃគេដាំផ្ការបស់គេញោមណាប៉ុន្តែយើងថែសួនផ្កាយើងឲ្យស្អាតឲ្យមានសម្រស់ណាគឺថែសួននៃជីវិតរបស់យើងនឹងឲ្យល្អนั่นគឺជាចំណុចសំខាន់ពិសេសមែនតើអញ្ចឹងបានក្នុងធម៌ដែលយើងឃើញលក្ខណៈធម្មជាតិដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងហើយលោកគ្រូក៏លើកឡើងបកស្រាយមកគ្រូច្រើនជីវិតរបស់យើងគ្រប់គ្នាយើងចូលចិត្តប្រាថ្នារបស់ដែលមិនទាន់បានមែនទេញោមចូលចិត្តប្រាថ្នារបស់ណាដែលមិនទាន់បានតែរបស់ណាមិនទាន់បានប្រាថ្នាហើយប្រាថ្នាតែដល់ប្រាថ្នាបានជាប់ជំពាក់ដល់ជាប់ជំពាក់របស់នឹងប្រែប្រួលកើតទុក្ខពិតទេញោមបាទជាធម្មជាតិបាទតែយើងឃើញអញ្ចឹងបានឃើញថាក្នុងប្រធានបទថ្ងៃនេះដែលនិយាយអំពីសន្តិភាពក្រោមមេគាពធនេះ
มาเคยท่าយើងឃើញលក្ខណៈការពិតដែលជាសន្តិភាពពិតប្រាកដឲ្យយើងបានដូចយើងរស់នៅសប្តាហ៍ថ្ងៃប្រទេសរបស់យើងលក្ខណៈសន្តិភាពដែលយើងរស់នៅបានចិត្តញោមពុទ្ធបរិស័ទបានបំពេញបនបានស្ដាប់ធម៌ប៉ុណ្ណេះល្អញាតិញោមដូចប្រទេសណានៅកាហ្សានៅណាបាញ់ទម្លាក់ក្រក់គ្មានពេលស្ដាប់ធម៌ក៏អត់ទេមែនទេញោមតែញាតិញោមđangអង្គុយសាធុអនុមោទនាសាធុបានណាស្ដាប់ដោយតិចចិត្តចឹងបានថ្ងៃនេះអាត្មាឃើញញាតិញោមអង្គុយមកក្នុងសាលហ្នឹងហើយមានញោមជំទាវបណ្ឌិតពេជ្រច័ន្ទមនីនិងញោមជំទាវណាមកពោបណ្ឌរិទ្ធដែលជាម្ដាយរបស់លោកជំទាវបណ្ឌិតដែលអង្គុយស្ដាប់ជាអធិបតីក្នុងទីនេះក៏ជាការបង្ហាញភាពកក់ក្ដៅមួយយ៉ាងត្រជាក់ចិត្តសម្រាប់ពុទ្ធបរិស័ទត្រជាក់អីញោមកក់ក្ដៅមួយថាមានថ្នាក់ដឹកនាំអង្គុយស្ដាប់ឲ្យលោកគ្រូឡើងបកស្រាយសំណួរមកញាតិញោមពេញចិត្តនឹងការបកស្រាយសំណួររបស់លោកគ្រូស្ដាប់យ៉ាងរីករាយមានការຕົកអីញោមអត់ទេណាបាទដូច្នេះដែលបង្ហាញឲ្យឃើញថាពុទ្ធបរិស័ទយើងមានសេចក្តីជ្រះថ្លាទទួលយកនៅព្រះធម្មរតនៈដែលជារតនៈដ៏ប្រសើរក្នុងលោកតែព្រះអង្គសម្ដែងមកថាធម៌ដ៏ប្រសើរហ្នឹងពុទ្ធព្រះអង្គសម្ដែងរួចហើយព្រះអង្គប្រទានមកហើយយល់ញោមអញ្ចឹងយើងទាំងអស់គ្នាហ្នឹងដែលជាអ្នកមានឧបនិស្ស័យមានបញ្ញាអាចដឹងច្បាស់នៅធម៌ដ៏ប្រសើរហ្នឹងយើងទទួលយកមកប្រតិបត្តិក្នុងជីវិតដោយលោកគ្រូខំបកស្រាយអាត្មានៅចិត្តគឺដើម្បីឲ្យពុទ្ធបរិស័ទហ្នឹងបានទទួលយកនៅការពិតហ្នឹងហើយដោយសារឃើញធម៌ហ្នឹងមានតម្លៃចឹងមកលោកគ្រូថាសំបីតែមួយអ្នកយល់ក៏លោកគ្រូបញ្យល់ដែរលោកគ្រូចឹងបានថាពេលខ្លះឡាយធម៌ឡាយយូរអ្នកមើលចោះអត់ថប់ឡាយតែលោកគ្រូអត់ទេលោកគ្រូគឺថានិយាយធម៌គឺទៅតែម្ដងអត់ខ្វល់សំខាន់អ្នកស្ដាប់យល់ធម៌ដែលព្រះសម្មាសម្ពុទ្ធបរៀនឲ្យចង់ចែករំលែកហ្នឹងសេចក្តីពិតហ្នឹងឲ្យដល់ទៅហឫទ័យរបស់ញាតិញោមពុទ្ធបរិស័ទគ្រប់គ្នាបានទទួលហើយគេការពិតអាត្រេកអរអនុមោទនាក៏ដែលញាតិញោមអញ្ជើញមកនេះសុទ្ធតែជាអ្នកស្ដាប់ធម៌យល់ធម៌ដែលជាអ្នកសាងជំរកសាងនៅសេចក្តីសុខនៃជីវិតញាតិញោមម្នាក់អាចសាងជំរកសេចក្តីសុខជីវិតឲ្យខ្លួនឯងបានយើងអាចប្រែក្លាយឲ្យអ្នកដទៃនឹងមកជ្រកជាមួយយើងបានមែនទេញោមដោយលោកគ្រូអញ្ចឹងលោកគ្រូអាចសាងប្រយោជន៍ដល់ញាតិញោមច្រើនសាងជំរកដ៏ល្អសម្រាប់ពុទ្ធបរិស័ទដូច្នេះញាតិញោមអញ្ជើញមកបើកម្មវិធីថ្ងៃហ្នឹងដាក់ប្រធានបទមកសន្តិភាពក្រមមេគាពធមកស្ដាប់យ៉ាងច្រើនញាតិញោមលោកជំទាវអាដាមជាច្រើនអ្នកមកហ្នឹងមានប្រសងមានអីមកស្ដាប់ធម៌ហើយយើងក៏រយណាទៀតញោមយើងរស់នៅក្នុងប្រទេសមួយដែលមានពុទ្ធសាសនាហើយយើងបានអង្គុយធ្វើបុណ្យប៉ុណ្ណេះបានស្ដាប់ធម៌ប៉ុណ្ណេះអាត្មាក៏ក្តៅសប្បាយចិត្តបើហើយសូមឲ្យមានកម្មវិធីនឹងទៀតញោមនារីណានេះបើដែលហត់នឿយបើខំខ្នះខ្នែងរៀបចំកម្មវិធីនឹងហើយសួរថាបំណងដើម្បីអីគឺថាដើម្បីឲ្យពុទ្ធបរិស័ទនឹងបានចូលរួមស្ដាប់នៅពធដែលជាមេគាដ៏ពិតប្រាកដមេគាដ៏ពិតប្រាកដហ្នឹងក៏អាចដោះរំដោះអ្វីដែលជាការពិតដែលកំពុងកើតក្នុងជីវិតយើងហ្នឹងចឹងបានអាត្មាគេនឹកឃើញពាក្យញោមម្នាក់ដែលគាត់កាន់សាសនាផ្សេងទេតែពេលដែលគាត់មកពិសោធន៍ក្នុងសាសនាពុទ្ធហ្នឹងគាត់ថាពុទ្ធសំដែងការពិតហ្នឹងសំដែងមិនចង់ឃើញអ្វីការពិតថាពុទ្ធហ្នឹងសច្ចធម៌ហ្នឹងចង់ឃើញចង់ដឹងណាឆ្ងល់អញ្ចឹងក៏ចូលមកសិក្សាដល់សិក្សានៅក្នុងមេរៀនបរមត្ថធម៌ឃើញតែព្រះអង្គបង្ហាញការពិតដូចញោមរៀនរាល់ថ្ងៃអញ្ចឹងឃើញពុទ្ធសំដែងពីការស្រឡាញ់សត្វលោកយើងកើតមកស្រឡាញ់ហើយពុទ្ធព្រះអង្គថាលោភៈជាប់ជំពាក់ហួងហែងប្រកាន់ហើយកើតទុកដោយសារស្រឡាញ់ហួងហែងប្រកាន់នឹងបានហើយពុទ្ធថាហ្នឹងការពិតមែនជាធម្មជាតិតែពិតដល់គាត់ពិចារណាអីត្រូវពុទ្ធនិយាយត្រូវគាត់ថាគាត់យកមួយដល់គាត់សិក្សាមកទៀតថាសត្វលោកកើតមកចេះខឹងចេះក្រោធចេះថាតោសៈហ្នឹងវាកើតឡើងក្តៅក្រហាយមួម៉ៅអីចឹងណាដល់ពុទ្ធថាហ្នឹងពិតដែរជាធម្មជាតិដែរអត់មានពេលណាឲ្យយើងទេណាបើសាសនាផ្សេងគាត់ថាមានព្រះមានអីឲ្យយើងទៅប៉ុន្តែពុទ្ធថាធម្មជាតិតែគាត់សិក្សាទៅឃើញលក្ខណៈធម្មជាតិរបស់សត្វលោកចេះអញ្ចឹងមែនអញ្ចឹងការពិតឡើងហ្នឹងដែរចឹងហើយបាន
ក្នុងសាសនារបស់ព្រះអង្គហ្នឹងឲ្យយើងរៀនជាមួយអាការពិតហ្នឹងឲ្យការរងថ្ងៃហ្នឹងឃើញថាពេលដែលរឿងហ្នឹងកើតឡើងត្រូវរស់នៅយ៉ាងម៉េចល្អខ្ញុំឃើញចឹងបានអាត្មាក៏ត្រេកអរអនុមោទនាបុណ្យលោកគ្រូដែលលោកគ្រូខំចំណាយពេលវេលាដែលឲ្យញាតិញោមស្ដាប់អាត្មាញាតិញោមអាត្មាជួបរឿងពិតហ្នឹងចម្រើនពរឲ្យញោមជំទាវដិតហើយអាត្មានិយាយទៅមកចង់ក៏ដួលក៏ចេះអាត្មាជួបញាតិញោមខ្លះអាត្មាអាណិតទៅជួបផងនៅវត្តបាទជួបហើយរំកានលោកគ្រូនៅអូស្ត្រាលីអីចឹងហើយដឹងតែគ្នាទៅជួបមិនចង់ជួបដោះស្រាយបញ្ហាកង្វល់ផ្លូវចិត្តហ្នឹងមិនដឹងថាដោះមិនគាត់ថាពេលខ្លះគាត់មកស្វែងគុំហើយគាត់ថាជីវិតខ្ញុំកណាចប់ត្រឹមហ្នឹងហើយបើថាទៅវិញមិនស្រួលខ្លួនទៅវិញចប់ហ្មងគឺបញ្ចប់ជីវិតណាស្មាជួបផ្ទាល់បងជួបផ្ទាល់គាត់ហើយមានញាតិញោមខ្លះគាត់ដូចលោកគ្រូលើកឡើងមកជាចំណុចសំខាន់មួយដែលនិយាយអំពីមកអីខ្ញុំនារីអត់អីទេសំពេចដែលនិយាយការប្រើប្រាស់ថ្នាំហ្នឹងលោកគ្រូលើកឡើងមកពីអ្នកមានជំងឺស្មាជួបហ្នឹងញាតិញោមជួបប្រើប្រាស់ថ្នាំហ្នឹងរហូតតដែលគាត់ប្រើលេងកើតឪពុកម្ដាយហ្នឹងនាំយកទៅវត្តថ្មនោះមកជួបផ្ទាល់រឿងហ្នឹងយកស្វែងគុំឲ្យគាត់ថាទីកូនជួយកូនខ្ញុំកណាផងចម្រើនពរខ្ញុំឲ្យស្ដាប់ឮអត់ទេអាត្មាបញ្ចេញឈ្មោះឲ្យបណ្ដាស្ដាប់ឮក៏ជាបទពិសោធន៍មួយសំខាន់មែនទែនហើយពេលហ្នឹងនេះមានព្រះអង្គគ្រូមួយគេសាក់សីអាត្មានេះណាលោកនៅចិត្តអាត្មាណាអាត្មានិយាយមួយអង្គឯងបញ្យោតតតែគាត់ធូរហ្នឹងហើយឈឺកឲ្យលោកជួយបញ្យោម្ដងឈឺកអានោះឈឺកមែនទែនបញ្យោឡើងឈឺកមកសក់ទឹកភ្នែកមកមុខឡើងក្រហមហើយស្មាចង់ដឹងថាจะមើលដាក់ថ្នាំពុតមើលត្រូវអត់ណាមិននិយាយបញ្យោផងលើកទឹកចិត្តលើកយកយូរសត្វតែគាត់ជូតទឹកផ្ទៃឆ្វោកមុខថ្លាតមុខឡើងស្រឡះឃើញទេណាមុខឡើងស្រឡះឈឹងមកតែត្រូវអញ្ចឹងបានអាត្មាអីឲ្យសង្ឃឹមឲ្យមិនងាប់ទេឲ្យសង្ឃឹមបើអញ្ចឹងទៅក៏ទុកឲ្យគាត់នៅវត្តមួយអាទិត្យនៅវត្តអាត្មាមានស្រះទឹកជុំវិញដូចញោមទាវទៅបើស្រះទឹកជុំវិញហ្នឹងណែទុកនៅមួយអាទិត្យងាប់កូនគេលុតទឹកទៅពុំពិបាកចិត្តផងអញ្ចឹងទៅក៏ឲ្យលោកតាមថែទៀតតាមពី3អង្គកុំឲ្យនាំគាត់មកនិយាយរឿងល្អនិយាយធម៌ស្ដាប់ធ្វើម៉េចជួយសង្គ្រោះជីវិតមនុស្សអញ្ចឹងទៅក៏គាត់រៀនតម្លាក់ទៅក៏ធូរទៅឥឡូវរស់វិញណាញោមអបអរសាទរវិញមកចាំចប់ប៉ុណ្ណឹងចាស់ក៏ហើយជាចុងក្រោយធម្មទានក្នុងថ្ងៃនេះអាត្មាក៏រីករាយជ្រះថ្លាជាមួយនៅរៀបចំកម្មវិធីក៏ដែលល្អមែនទែនហើយជាអ្វីកាន់តែពិសេសគឺវត្តមានរបស់លោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតក៏ដែលជាឧត្តមភរិយារបស់សម្ដេចនាយករដ្ឋមន្ត្រីរបស់កម្ពុជារបស់យើងបើហើយនឹងអ្នកម្ដាយយិត្តញោមពុទ្ធបរិស័ទទាំងអស់គ្នាបើដែលជាការបង្ហាញជាកិត្តិយសមួយធំធេងមែនទែនសម្រាប់កម្មវិធីថ្ងៃទី1របស់លោកគ្រូបាទសកសានជាថ្ងៃនេះប៉ុណ្ណាបាទហើយសង្ឃឹមថាវគ្គក្រោយៗអាត្មាមិនស្នើសុំយកជំទាវទេគាត់ថាធ្វើម៉េចយើងមានកម្មវិធីអង្គុយស្ដាប់ធម៌អញ្ចឹងជុំគ្នាអញ្ចឹងសប្បាយខ្ញុំណាអង្គុយស្ដាប់ធម៌ទៅហើយមានសំណួរសាកសួរអញ្ចឹងទៅអាត្មាទីកក់ក្ដៅមួយសម្រាប់ប្រសងក៏ដូចជាញាតិញោមពុទ្ធបរិស័ទគ្រប់គ្នាសប្បាយចិត្តសម្បីមិញថាញោមអញ្ជើញមកទាំងភាពសាមញ្ញមួយមកហ្នឹងក៏មានអារម្មណ៍ថាភ្ញាក់ផ្អើលលោកគ្រូរំភើបក្នុងចិត្តដែរថាមានថ្នាក់ដឹកនាំនៃឧត្តមភរិយារបស់ថ្នាក់ដឹកនាំអញ្ជើញមកអង្គុយស្ដាប់ធម៌ហើយដាក់មានះចុះយ៉ាងឡើងទៀបបើអង្គុយស្ដាប់ធម៌ដូចញាតិញោមធម្មតាដែរហើយជាការបង្ហាញដូចញោមស្រីលើកឡើងមកថាជាទីគោរពស្រឡាញ់កក់ក្ដៅសម្រាប់អង្គពិធីថ្ងៃនេះប៉ុណ្ណាសូមអនុមោទនាសាធុតោះឯណាដែលខ្ញុំព្រះករុណាធ្វើឲ្យភ្លៀងផ្លាត់ហើយក្នុងព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់សូមព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់អត់នៅទោសនោះដល់ខ្ញុំព្រះករុណា
សូមជូនមគ្គផលចំពោះទៅដល់មេត្តាបិតាគុណគ្រូឧបជាយាចាគុណញាតិកា7សន្តានជីដូនជីតារស់នៅក្តីណាលោកម្ចាស់ចែកឋានសូមជូនមគ្គផលកុសលកានសូមសុខសេមសានដល់ឋានផុតទុក្ខសត្វទាំងឡាយទាំងពួងដែលដល់ហើយនៅសេចក្តីទុក្ខសូមឲ្យជាសត្វបាត់សេចក្តីទុក្ខទៅដែលដល់ហើយនៅភ័យសូមឲ្យជាសត្វបាត់ភ័យទៅដែលដល់ហើយនៅសេចក្តីសោកសូមឲ្យជាសត្វបាត់សេចក្តីសោកទៅចាសូមគ្រប់អរគុណចាចឹងកម្មវិធីយើងគឺបានបញ្ចប់ទៅថ្ងៃនេះហើយអ្នកដែលចង់ជួបមួយលោកគ្រូអាចចង់ថតរូបអាចថតរូបមួយលោកគ្រូបានអរគុណ